អូបិសាចក្នុងអំរែកខ្ញុំនេះមានតែដុំចំហុយខ្ញុំឲ្យលោកទាំងអស់ទុកជីវិតឲ្យខ្ញុំផងប្រគល់គ្រប់យ៉ាងចេញមកមានតែប៉ុណ្្នឹងទេធ្វើនេះរកស៊ីមិនសូវបានពិបាករកប្រាក់ចំណេញណាខោអាវនេះស្អាតណាស់ដោះមកស្ដាប់ឲ្យច្បាស់ចាប់ពីទីនេះទៅរាល់ខែយកអាហារឆ្ងាញ់មកទីនេះកុំភ្លេចស្រាឬទេបើមិនមកលទ្ធផលគឺដូចបែបនេះកណាថៃត្រង់សាច់លោឡាស្អីឯងជាណាឯងជាណាអត់ទេឯងជាណាខ្ញុំឡាងស្ដេច9527អូយការពុតគឺអ្នកនៅឡាងស្ដេចសោះប៉ះពាល់ហើយសំទោតែឯងនេះនៅណាដែរនៅម្នាក់ឯងសត្វព្រៃព្រឺហ៊ឿនហ៊ានធម្មតាទីលែងហ៊ានហើយយើងប្រាប់ពួកឯងហើយណាខ្ញុំឡើងទាំងមូលគឺជារបស់ឡាងព្រំស្ដេចយល់ទេយល់ហើយអេលបងកាយមិនអ្នកនេះជាមិត្តរបស់ខ្ញុំលើកឡើងគេមិនដងទៅបានទេឯងជាអ្នកធ្វើម្ហូបក្នុងផ្ទះបាយបែបទេត្រូវហើយយើងធ្វើនេះដើម្បីគិញគក់តូចមួយតែប៉ុណ្ណោះខ្ញុំជាជា3ឆ្នាំហើយតែត្រូវបដិសេធនៅជុំទី1ឆ្នាំនេះបើចូលឡាអាងស្ដេចមិនបានទេត្រូវទៅផ្ទះមួយហើយសមត្ថភាពរបស់ឯងគ្មានបញ្ហាទេតែបើគ្មានខ្សែលើកនេះក៏មិនខុសគ្នាដែរឧទាហរណ៍របស់ខ្ញុំទើបតឡើងតំណាក់កាលពីប្រហែលថ្ងៃមុនជាប្រធានស្ដីទីផ្នែកលៀងចានថ្ងៃនេះបើសិនជាឯងធ្វើបានល្អខ្ញុំសូមឲ្យគាត់និយាយល្អពីឯងប្រាប់លោកគ្រូសុងថាមិនត្រូវឯងអាចចូលបានមិនមែនហើយលៀងឆ្នាំនេះអសាសិនទៅកណាត់នេះអត់បានការទេព្រៃក្រាស់ពេកលោកគ្រូសុងណែនាំឲ្យសម្អាតបែបនេះគ្មានអីថាធ្វើមិនបានទេឯងចាំមើលខ្ញុំហ៎រួមឯងរឹងមែនវ៉ៃធម្មតាបានតែឆ្នាំ1មែនទេថ្ងៃនេះសម្អាតបានដល់ទៅ4មិនលឺទេព្រឹកនេះព្រះអង្គក៏ហៅយើងទៅប្រជុំសងທາງសាននឹងសិស្សរបស់គេមកឆ្នាំទៅនេះទុកសម្រាប់ស្ងោពួកគេតែម្ដងសងທາងជាអ្នកណាទៅគេនិយាយថាសងທາງសានមិនធម្មតាទេហូបហើយនឹងមានជីវិតអមតៈមកតិចអាចថាដល់មើលខ្ញុំធ្វើបានល្អអាចហូបសាច់សងທາງជេងបានទេជុំជាសពទៅនោះគឺសម្រាប់ព្រះមហាក្សត្រទេទោះជាលោកគ្រូសុងសំបីទឹកសុកក៏មិនបានហត់ផងណែឯងដោះយូរហើយមិនក៏ដូចជាអត់បានការអញ្ចឹងរោមឯងសឹកអស់ហើយអីទេខ្ញុំនៅមានលើក្បាលទៀតរោមក្បាលខ្ញុំរឹងពីតូចមកឯងក្បាលរឹងជាងគេសូមស្វាគមន៍ព្រះអង្គដូចជាអត់ដូនអញ្ចឹងអូវាចេញវាយ40ប្រព័ន្ធព្រះអង្គមេត្តាផងសូមព្រះអង្គមេត្តាផងព្រះអង្គមេត្តាទុំបង្គំផងនឹងមានខ្លាញ់ច្រើនទៀតយកខ្លាញ់ចេញពីគ្រូគេអស់ទៅអួតណាអសររបស់យើងទៅណាហើយអសរអសរលោកតាយើងទៅណាអសរលោកតាទូតយើងទៅណាយកអាពីអ្នកនេះទៅសម្រាប់ចោលសពរាំងលើកលែងទៅផងមិនក្រឹកម្លេះថារួមទៅដេញតបเอาเลือดเบาขับโจបានទេតូចម្លងចូលយ៉ាងម៉េចកាបើជាចូលเบาនៅធ្វើស្អីទៀតឆាប់ដេញចាប់ភ្លាមទៅហើយតាពួកយើងទៅណាកន្លែងស្អីហ្នឹងសម្បុកតូចរបស់ខ្ញុំធ្វើយ៉ាងម៉េចទៅតាពេលនេះធ្វើយ៉ាងម៉េចទៅឲ្យតពូទី2អាចជួយនិយាយពីល្អប្របានបាននៅមានសង្ឃឹមពូទី2ខ្ញុំគាត់ការពារខ្លួនឯងមិនបានផងលពូទី2ប្រាប់ថាក្រោយពេលដែលព្រះអង្គនឹងពលានសាច់ខាងជ័យហើយនឹងយកសាច់ក្នុងឆ្នាំខ្ញុំខ្លះឥឡូវនេះចាប់ហើយពួកយើងទៅណាចែកពីភ្នំឡាង
តាមការពិតខ្ញុំមានការងារត្រូវធ្វើពេលនេះចប់ហើយគឺមកពីឯងនេះគឺមកពីឯងហើយសងការងាររបស់ខ្ញុំវិញមកសងជីវិតអមតៈខ្ញុំវិញមកសងការងារខ្ញុំវិញមកសងមកសងមកមានន័យថាម៉េចក្រៃថាសងថាកំពុងនៅតាមផ្លូវហ៎ពួកយើងឆាប់ទៅឲ្យបានមុនព្រះអង្គឯងនិយាយលេងសើចទេហ៎និយាយការពិតទៅមុនបានមុនហ៎ឯងឈ្មោះទេដឹងព្រះអង្គច្បាស់ជាសម្រាប់ពួកយើងតែពីរនាក់ក្រៃព្រះអង្គកំពុងតាមសម្រាប់ពួកយើងហើយទៅសាមើលទៅថាបើត្រូវពួកយើងអាចមានជីវិតអមតៈក៏ថាបានពេលដែលសង្ឃខាងសាន់ឆ្លងកាត់វិហារនេះអាចថាតែមើលបីសាច់លអាងទីហ៊ួនអាចវាយប្រហារមុនហើយទេហើយចឹងពួកយើងត្រូវតែប្រញាប់ឆាប់ឡើងទៅអាចមានឃើញអីអត់ឃើញតាគេជ្រុលពេកហើយហេអាចធ្វើអីដឹងស្អីចេះមិនក៏មានបីសាច់ច្រាបម្លេះឆ្នាំ2025នេះពិភពលោកកាន់តែអាក្រក់មែនតើហើយហេតុអីក៏បីសាច់បាយជាត្រូវមនុស្សធ្វើបាបកុំចោលមុខយើងមិនខ្លាចឯងទេណាភាពថ្លៃធ្នូជាងបីសាច់របស់ឯងទៅណាអស់ហើយខ្ញុំឃ្លានពេកក៏ចូលទៅរកអីហូបត្រូវពួកគេចាប់បានឯនេះអត់បានការមែនហើយមកពីណាឡាងទីហ៊ួនខ្នងធំប៉ុណ្ណឹងហើយដល់ខ្លាចគេទៀតឯធ្វើឲ្យស្ដេចឯអាបាស់មុខមែនស្ដេចរបស់ខ្ញុំស្ដាប់បាត់ទៅហើយហើយតាក់ពីកាលទើបតែថ្ងៃមិញបីសាច់នៅឡាងទីហ៊ួនទៅគេវាយសម្លាប់អស់សងតែខ្ញុំម្នាក់គត់រត់ចេញបានមិនដាធ្វើសុនអ៊ូខុងនឹងអាដាគេសុនអ៊ូខុងក៏ឯងមិនស្គាល់ដែរតើឲ្យជាបីសាច់ស្អីទៅបិទមាត់ទៅយើងបានសួរឯងទេប្រយ័ត្នបែកមាត់មកវិញភ្លាមខ្ញុំចង់រស់ចឹងឯងប្រាប់មកសុនអ៊ូខុងជាសិស្សរបស់ប្រជាជនថងជេងសងធម្មតាប្រហែលអ្នកខ្លាំងយ៉ាងនោះឯងសងធម្មតាសុនអ៊ូខុងការដែលធ្វើដំណើរទៅភាគខាងលិចយកកំពីមិនដឹងថាសម្រាប់បិសាចអស់ច្រើនប៉ុណ្ណាទេសម្រាប់ពួកឯងងាយស្រួលជាបកជាយ៉ាងចឹងខ្លាចហើយពេលនេះគ្រូនិស្សិត4នាក់មកដល់រាជធានីហើយព្រះអង្គរៀបចំពិធីជប់លៀង10ថ្ងៃពួកបិសាចឯងមកនិយាយញ៉ៃស្អីពេលនេះយើងមិនខ្លាចឯងទេឲ្យតែយើងវាយកងឲ្យតែភូមិដឹងសុនអ៊ូខុងប្រកាសជាបង្ហាញខ្លួនភ្លាមឯណាកងរបស់ខ្ញុំលបងជប់កុំអីពួកខ្ញុំមិនមែនជាបិសាចអីទេគ្រាន់តែឆ្លងកាត់មិនបានហើយណាលូវាយកងលបងកុំធ្វើយ៉ាងអីកុំធ្វើយ៉ាងអីកុំធ្វើយ៉ាងអីណាកុំទឹកខ្វល់នឹងសម្ដីរបស់គេអីលបងមានរឿងអីនិយាយគ្នាតាមស្រួលទៅខ្ញុំទៅវិញឥឡូវនេះភ្លាមបានទេអាគីគួថោកបែអាថោកលបងហើយសងថាទៅសើគាត់ទៅភៀកខាងលេខធ្វើអីដែរទៅយកកំពីធាត់ដើម្បីខ្លាចជាព្រះស្ថានភាពមិនខុសគ្នាទេមិនចឹងសុនអ៊ូខុងបិសាចដែលខ្លាំងយ៉ាងនេះមិនអាចតាមប្រជាជនថងជ័យទៅភៀកខាងលេខទៅហើយសុនអ៊ូខុងនឹងជាបិសាចដែរត្រូវហើយសុនអ៊ូខុងគឺជាបិសាចស្វាមជូប៉ាជ័យជាបិសាចជ្រូកទៅបីតែសេះក៏ជាបិសាចខ្លាំងខ្លួនដែរហើយចឹងហេតុអីពួកគេចောက်ខ្លាចជាព្រះពេលខ្លាចជាព្រះដល់ពេលនោះគឺព្រាប្រកាសជាលើកដំកើងអាចមានជីវិតអមតៈមានអីអស់ចាទៅធ្វើការងារឬមួយក៏និយាយយើងវាយកងឥឡូវអត់ទេធ្វើការរត់ឲ្យលឿនហើយបងលឿនឡើងអស់លឿនដែរបងលើបីពីនេះយើងយកហើយបើយើងឃើញពួកឯងមកក្បែរនេះទៀតយើងឃើញពួកឯងម្ដងម្ដងចប់ហើយរឿងនេះចប់ទាំងស្រុងតែម្ដងក៏ចាប់បាច់ដែរចាប់សងខាងជើងគេគួរចង់ស៊ីសាច់ខាងជើងហើយខ្ញុំងាយល្ងើពេកហើយកាញ់អញក៏ប៉ះខ្ញុំឯងកាត់ទៅក្នុងពេកឯងមិនខ្វល់ខ្វាយទេពេលនេះខ្ញុំទៅវិញលេងបានជលពូទី2របស់ខ្ញុំទៀតហើយជីវិតខ្ញុំត្រូវឯងបំផ្លាញខ្លាចឯងសបោកំណត់ណាស់មែនទេមិនក៏ឯងមិននិយាយថាឯងទៅភៀកខាងលិចជាមួយខាងជើងទៅមិនក៏បើថាឯងទៅសម្រាប់ព្រះអង្គទៅត្រូវហើយធ្វើស្អីទៅភៀកខាងលិចជាកំណត់ល្អឯងមានជំងឺទេដឹងទេទៅភៀកខាងលិចជាមួយខាងជើងខ្ញុំគិតថាបើពួកយើងអាចបន្លំពីពួកគេទៅយកកំពីធម៌បានឯថាទៅមើលក្រែពួកគេមានជ្រូកមួយដែរខ្ញុំគឺជាជ្រូកឯងទៅសងថាបន្តមករកពីអ្នកទៀតបង្កើតក្រុមមួយទៅជាមួយគ្នាហើយយ៉ាងម៉េចឈួតដល់ពេលនោះពួកយើងត្រូវទៅដល់ភៀកខាងលិចមុនគេយកកំពីធម៌បានខ្លាចជាព្រះជំនន់អមតៈខ្ញុំប្រាប់ឯងណាខ្ញុំសុខចិត្តទៅវិញប្រគល់ខ្លួនសុខចិត្តឲ្យលោកគ្រូសុំតម្លាក់ចូលជ្រោះក៏ខ្ញុំដាច់ខាត់បន្តទៅជាមួយនឹងឯងដែរខ្ញុំទៅវិញហើយទៅលៀងឆ្នាំងរបស់ខ្ញុំវិញលើកមុនថាចង់ស៊ីសាច់ខាងជេឥឡូវនេះថាតែយកកំពីធម៌ខ្មោយទៅជឿឯងមិនខ្វាក់ខ្ញុំទេអីឯងមិនខ្លាចខ្ញុំទៅវិញស្លាប់ទេអីខ្ញុំសួរឯងមកយកកំពីធម៌បានសងខាងជេនៅសិស្សរបស់គេតាមតនគិតយ៉ាងម៉េចក្រែងតែភូមិនោះនិយាយហើយតើស្ដេចជុំយើងឲ្យពួកគេ10ថ្ងៃពួកគេត្រូវនៅ10ថ្ងៃពួកយើងប្រមូលគ្នាបានទៅមុនទៅយើងជឿឯងម្ដងទៀតជាលើកចុងក្រោយចុះនិយាយគ្នាហើយណានេះគឺឯងវល់យើងទើបយើងធ្វើដែរផឹកទឹកសិនទៅកុំមករវល់យើង
ทางเจ๊งជាមនុស្សប្រុសឬក៏ជាមនុស្សស្រី ប្រុស ឋានៈជាស្អី គឺជាលោកសង្ឃ តើគាត់មានរូបរាងពិសេសអ្វីទេ អាដាដឹង ម៉ាអញ្ចឹងគូយ៉ាងម៉េចទៅ ឯងជាគំនូឯងសួរខ្ញុំសួរអាដាមិនចម្លែកទេដែលអត់មានគេជួលឯងទទួលភ្ញៀវចុងក្រោយពីកាលនៅមិនអរគុណភ្ញៀវពីរនាក់យើងទៀត កុកវ៉ាអូ សុនអ៊ូខុំជាស្វា កុកជួប៉ាជ័យជាបិសាចជ្រូក ហើយនៅមានសិស្សម្នាក់ទៀតឈ្មោះអីវ៉ៃឈ្មោះអី ម្នាក់នោះមិនបានប្រាប់ផងអើ ហើយប្រារម្ភគូទៅ អត់ទេត្រង់តែមាននេះរួចហើយគូតាបារម្ភទាំងស្រុងចេះឬមិនយកហើយកាគីគឺ ដូចជាមានអារម្មណ៍ថាអត់ត្រូវមានអារម្មណ៍ថា4នាក់នេះវាដូចជាអត់មានអារម្មណ៍ទៅស្វែងរកកំពីធរអីទេហើយឯងដឹងអត់ អារម្មណ៍ទៅស្វែងរកកំពីធរស្អីទៅ អាបោកអើយឯងជាគំនូឲ្យមកសួរខ្ញុំវិញគូមួយទៀតអានេះគឺវាអាចមានដឹងអត់អាបើក្បាលនេះអត់ស្អីធំទេ ប៉ាសងខាងជ័យដូចជាតុយពេកហើយក្បាលប៉ុណ្ណឹងសំរុំហើយតា សំក្បាលឯង កាំងនេះលែងធ្វើហើយជាពុទ្ធតម្រូវការខ្ពស់នឹងតឹងរឹងរបស់អតិថិជនខ្ញុំតែបំពេញដល់គ្មានលក្ខខណ្ឌនឹងអស់ពីចិត្តតើលែងរួចហើយ គឺអានេះហើយមិនខុសទេ ឲ្យតែអ្នកទៅពីពេញចិត្តទៅបានហើយ រូបដូចដាស់ ហើយចោះសុនអ៊ុខុងតាទៅរកយ៉ាងម៉េចទៅ កាត់រូបដើររោទៅអេឯង 3ថ្ងៃហើយម្នាក់ក៏រកមិនបានសងខាងជ័យនោះ3ថ្ងៃទៀតនឹងចេញដំណើរហើយរូបនេះជាដំណើរក៏មិនដឹងផងកុំថាឡាយស្វានេះនៅលើភ្នំឡើងគ្មានស្វាទេខ្ញុំមិនអាចជួបតតែសោះឯងនៅមានអារម្មណ៍ស៊ីទៀតហ៎ខ្ញុំអារម្មណ៍សឹងស្លាប់ទៅហើយដឹងទេ អើបិសាចចង្រៃហ៊ានលួចសំណានយើងស៊ីផងអើ សុំទេវតាលើកលែងទោសសុំលើកលែងទោស ស៊ីសំណានរបស់យើងត្រូវសងយើងវិញតែយកមកដុតពីរបស់យើងត្រូវការរសជាតិហិល5កម្រិត បាទ ត្រឡប់ទៅប្រាប់អ្នកភូមិថ្ងៃក្រោយសំណែនត្រូវតែយកមកឲ្យច្រើនយើងចូលចិត្តសាច់ចំហុយនិងស្ងោរ យើងឲ្យឯងធ្វើពុតជាខ្មោចធ្វើពុតជាខ្មោច អីទេខ្ញុំจะបីសាច់តើជប់សិនពួកអាចចង់ខ្លាចជាព្រះខាងជាទេវតា ប្រកាសហើយនៅទីនេះឯងបានតែសម្លាញ់តិចតួចប៉ុណ្ណោះតែជាមួយពួកយើងទៅវិញមានអនាគតវែងឆ្ងាយជាមុតអមតៈយល់អត់ ចាំខ្ញុំទៅយើង ទេសាបឡើយ ខ្ញុំទៅតែលឺថាពួកអាចចង់រកស្វា បែរហើយ ស្វាការរីឡាក៏បានដែរគេจะបីសាច់ស្វាតែមួយគត់នៅក្នុងឡាងប៉ុន្តែគេចូលចិត្តនៅតែម្នាក់ឯងគ្មានអ្នកណាដឹងពីវត្តមានរបស់គេទេខ្ញុំបានជួបគេដែលចែកបានពេលដែលកំពុងជីករូងគេថាគូសាគេតែមួយត្រូវបីសាច់នៅឡាងក្នុងខ្លាច់សម្រាប់ការពី10ឆ្នាំមុននៅសន្តិភាពម្នាក់គត់ពេលគេដឹងម្ដាយគេក៏យំខ្ញុំក៏ដឹងម្ដាយខ្ញុំដែរប៉ុន្តែខ្ញុំភ្លេចថារូបរាងគាត់យ៉ាងម៉េចតាំងពីក្មេងមកសុខភាពខ្ញុំមិនសូវល្អពួកឯងដឹងថាមូលហេតុអីទេគឺខ្ញុំកាន់មិនគ្រប់ខែមិនស្អីខ្ញុំសំបីព្រោះនាងថាខ្ញុំនិយាយច្រើនហេពួកឯងគិតថាខ្ញុំនិយាយច្រើនមែនទេគឺទីនេះហើយឆាប់ចេញមកđểចាំខ្ញុំទេទេវតាហងគេអៀនខ្លាំងណាស់គេទៅពីជាមិនល្អគ្មានបំណងអាក្រក់ទេឯងចេញមកខ្ញុំមានដំណឹងល្អចង់ប្រាប់ឯងឆាប់ចេញមកកុំលាក់ខ្លួនទៀតឆាប់ចេញមកលែងនៅហើយពួកយើងតែ3នាក់ទៅភៀកខាងលិចយកកពីធေါ်ចង់ជិះឯងទៅជាមួយដែរតែឯងរត់ធ្វើអីកុំខ្លាចអីចំណងធေါ်បានប្រោះជាព្រះជីវិតអមតៈគ្រាន់បានជាងឯងលាក់ខ្លួននៅទីនេះមួយជីវិត តើអាចជួបមនុស្សច្រើនដែរទេ ត្រូវហើយព្រមភើបដែរទេ អ
អត់ចង់ ឯងត្រូវតែហ៊ានបោះជំហានទៅមុខពិភពខាងក្រៅពោពេញទៅដោយពណ៌ចម្រុះឯងនឹងបានជួបរឿងដែលគួរចាប់អារម្មណ៍យ៉ាងច្រើនព្រមទាំងនៅមានបន្ស័យទៀតផងឯងមកពីឡាងព្រំស្ដាច់មែនទេតាំងគេយ៉ាងម៉េចហ្នឹងគ្រូសាគេទៅឡាងព្រំស្ដាច់សម្រាប់អស់ហើយអេកុំខ្លាចអីពួកគេមិនមកសម្រាប់ឯងទេណា គេលេងនៅឡាននេះទៀតហើយគេត្រូវដេញចេញ ស្ងប់អារម្មណ៍ស្ងប់អារម្មណ៍ឯងស្ងប់អារម្មណ៍តិចទៅ ស្ដាប់ខ្ញុំសិនទៅជាមួយពួកយើងជាផ្លូវចេញរបស់ឯងតែមួយគត់ឯងកុំខ្លាចខ្ញុំមានស្នាមចុងក្រោយបើប្រើឲ្យនឹងការធម្មពលកាន់តែខ្លាំងទោះជាត្រូវបីសាច់នៅឡានស្ដាច់ចាំបានក៏អត់ងាប់ដែរ តែលុយសេះស្អីមកហ្នឹងឈឺជើងម្ខាងទៀត ត្រូវតែយកមកពេលមិនច្រើនទេបើមិនប្រយ័ត្នឯងនឹងត្រូវសងថាចាប់បានបើត្រូវគេចាប់បានមែនងាប់ទាំងអស់គ្នាគេយកទៅខ្វាយទៅខ្ញុំដែរ អើយទ្រាំលែងបានហើយខ្ញុំចង់ក្អួតយកសេះជិះមិនកើតមកតែមានសត្វអីផ្សេងទៀតទេហ្នឹង ឯសុំបោះធំយំបានអត់ ជាធម្មតាពួកឯងដេកមកប្រហែលឥឡូវខ្ញុំដេកមិនសូវលក់ទេឧស្សាហ៍ភ្ញាក់វាឲ្យពេញមិនលក់ទេខ្ញុំសូមដាក់ទឿនពួកឯងបន្តិចទៅចោះពេលដេកក៏ផឹកទឹកផឹកតើឆ្ងាយប៉ុណ្ណាហើយជារត់នោមមកដល់យកយ៉ាងមែនទេឯងយកឡើងនោមប្រកាសជាលេងច្រើនមែនហត់ទេហត់តែ ខ្ញុំចង់និយាយថាឯងនិយាយអត់ហត់ទេអី អត់ហត់ទេ នៅខាងមុខមានភូមិមួយពួកយើងទៅលួចអាហារខ្លះមក ប្រសានណាហូបតែផ្លែឈើផ្លែព្រៃនៅតាមផ្លូវខ្ញុំនឹកសាច់ណាខ្ញុំចង់ហូបមាន់ដុត ពួកឯងចង់ធ្វើអីពេលនេះពួកយើងមិនជាបីសាច់ទេជាអ្នកបួមអាចលួចគេទេ បាទអញ្ចឹងតើហូបស្អីទៅហេខ្ញុំមានកំណត់មួយបាត់រឿងនេះខ្ញុំប្រកែកទេ តែតិចទៀតឯងត្រូវបិទមាត់ផងឲ្យសងខាងនិយាយ គ្មានបញ្ហាមិននិយាយគ្រាន់តែមិននិយាយតាអត់បញ្ហាត្រូវហើយមិននិយាយអត់បញ្ហាទេមិននិយាយតែស្រួលខ្លួន ពេលនេះដាក់ឯងចុះអាចធ្វើស្រួលបួលបានទេ អូបានសេកាអាត្មាមិនសំបានអត់ត្រូវហើយមានន័យថាពួកយើងចង់បានអាហារខ្លះ ហ៎បិសាច ពួកយើងគួរតែបិទមុខដែរទេ ដែលដល់គេនឹងអូបានសអាត្មាចង់មកចោវាចោហ៎ចោ បើទីចាប់ចោអូបានសក់កុមារភ្លើងមកនៅក្នុងដៃឯងតើអាចចាយឲ្យពួកយើងខ្លះបានទេ ពួកលោកជា ពួកយើងមកពីមហាឋានខាងកើតទៅភាគខាងលិចដើម្បីចម្លងធម៌ទីបំផុតមានមនុស្សចំណាំពួកយើងហើយអើយលើលោកនេះនៅតែមានមនុស្សមានភ្នែកមុត តែក៏តុកតាបឡំជាសងខាងចង់បោកក្មេងហី ជុំដៃទៀតទៅសុំតែក្មេងក៏បោកបានដែរធ្វើប៉ុស្អីទេតែជាគុណសាទីបំផុតខ្ញុំនឹងឈ្មោះរបស់ខ្ញុំហើយទីបំផុតខ្ញុំស្គាល់ឈ្មោះរបស់ខ្ញុំហើយ អត់ទេឯគុណសាក៏មានពុកមាត់ធំ មិនបានចៃដឹង អ្នកទៀតក្នុងក្រុមហ្នឹង អេឆាប់ប្រាប់អស់នៅមានអីទៀត តែក៏គ្មានសុនអូខំមានបងមីជួបបាចេះកាន់រនោះឯគុណសាកាន់បែលហើយប្រើប្រាស់រែកបងវិញណា លៀរបស់ទាំងពុទ្ធទេហ្នឹងហ៎នេះមិនយកទៅថតទេដឹង និយាយច្រើនអ្នកទៀតរឿងប្រាប់ថាឯគុណសានិយាយតែពីគ្នាប៉ុណ្ណឹង អ្វីខ្លះទៅ សាច់បងធំលោកគ្រូទៅផ្សារចាប់ហើយ តែមានអីទៀត សាច់បងធំលោកគ្រូនឹងសាច់បងទីទៅផ្សារចាប់ហើយ ខ្ញុំមិនចង់ធ្វើជាអាសាទៀតទេ មិនមានអីទៀតសុនអូធម្មតាចឹងទេអញជាតួឯងអស់ចាជាងគេជាមហាទេពស្មៅមេឃបីសាច់ទាំងអស់ទាំងអញកំចាត់តែតាហូបបាយទៅហើយ ធំសិន មានទៀតអ្នកបោកអត់ញ៉ាំសាច់ទេញ៉ាំ ខ្ញុំបរាជ័យក្នុងការប្រឡងចូលអាស្ដាច់3ឆ្នាំជាប់គ្នាខ្សែតោកឡើងក៏គ្មានពេលនេះត្រូវប្រអងតាមសម្រាប់ទៀតទាំងលំបាករកបានគ្នា4នាក់ចង់ធ្វើឲ្យតែខ្លួនឯងកាន់តែពិបាកបើជំនុំខ្ញុំនេះត្រូវបែបនេះរហូតយ៉ាងម៉េចនឹង ខ្ញុំប្រាប់ឲ្យថាតែមិនរួចទេមើលចោះសូមតែកូនក្មេងក៏បោកមិនបាន ខ្ញុំមិនជឿទេថាពួកយើងរកអាហារមិនបាននោះ ត្រូវគេវាយដំឡើងទៅហើយនៅចង់ទៅសុំទៀតហ៎ខ្ញុំខ្លាចថាមិនតាន់បិណ្ឌបាត់បានផងពួកយើងដាច់ពោះស្រាប់បាត់ទៅហើយ ឯងធ្វើអីដឹង ឃ្លានណាគ្រាន់តែសត្វល្អិតតា មិនឲ្យស៊ីសាច់ទេ បានជួបឯងគឺជារឿងវេទនាបំផុតនៅក្នុងជីវិតខ្ញុំ បាទហើយធំរូទៅចង់រៀនបទពិសោធន៍ត្រូវចាប់ផ្ដើមហាត់តោះឯងមិនបោះឯងថាមើលខ្ញុំជាមហាទេពស្មៅមេឃយ៉ាងម៉េចដែរឯងជាមហាទេពស្មៅមេឃឯងជាមហាទេពនិយាយត្រូវមើលមហាទេពស្មៅមេឃអបកាច់ខ្ញុំមិនជាមហាទេព
បើមិញអីទេគឺឯងពេលនេះគឺឯងទៅហើយ ពីដើមមកគេចូលចិត្តនៅតែម្នាក់ឯង នៅមានឯងទៀតចាប់ពីពេលនេះទៅឯងត្រូវយកតែពីឃ្លៀបបដោះយល់ទេ អញ្ចឹងខ្ញុំមិនផ្ទុះស្រាប់តែហើយទេ យើង4នាក់ឯងនិយាយច្រើនជាងគេដូចតួឯងទៅហើយត្រូវយកពីតួនាទីរបស់ខ្លួនឯងពីជាតួរង តួរងឲ្យនិយាយតែពីគ្នាទេហ៎នេះគឺជាតួរងហ៎ធ្វើអញ្ចឹងមិនស្មើភាពទេ ឯងដែលចង់ទៅយកពីធរទេឯងចង់មានជីវិតអមតៈទេ មិនអត់ខ្ញុំនិយាយដូចជាសម្រាប់ខ្ញុំទៅហើយនៅជីវិតអមតៈស្អីទៀត នៅមានឯងទៀតឆាប់រកវិធីជួសជុលក្បាលឯងទៅ យកថ្មនេះទៅហើយឲ្យខ្ញុំទៅរកនៅណាទៅ ឯងទៅអត់ហាទៅអត់អើយពួកអត់នេះ សាច់បងទី2បាត់សាច់បងធំហើយ លេខស្អីដឹងកុំឲ្យយើងប្រើស្នៀតចុងក្រោយអមិនក៏ឯងចេះតែរត់អញ្ចឹងឯងអត់ចង់ទៅយកកម្ពីធរទេហ៎ ខ្ញុំគិតថាយកតែពីរអាចបដូរគ្នាបានបើគេមិនចូលចិត្តនិយាយសំធ្វើជាអាសាខ្ញុំធ្វើជាសុនអូខុងអញ្ចឹងអាចនិយាយវិញបានហើយ ឯងគ្មានអីអន់ជាងអ្នកផ្សេងទេឯងត្រូវតែមានជំនឿចិត្តអាចធ្វើជាសងខាងបានក្នុងបណ្ដោះពួកយើងអាចធំជាងគេសខាជាងគេប្រកាសជាល្អឥតខ្ចោះតាមស្រួលថាតាមខ្ញុំចាំនិយាយតាមខ្ញុំណាខ្ញុំជាមហាទេពស្បើមេឃ ខ្ញុំចូលចិត្តនិយាយឲ្យខ្ញុំនិយាយទៅ ចិត្តត្រូវហើយតែនៅមិនទាន់ត្រូវទេមហាទេពស្បើមេឃមហាស្បើមេឃ សាច់ច្បងធំលោកគ្រូត្រូវបិសាចចាប់ហើយសាច់ច្បងធំលោកគ្រូទៅសាច់ច្បងទី2ត្រូវបិសាចាប់ហើយអ្នកណាគេឯងបានពុកមកនេះពីណាមកខ្ញុំលួចពីសាច់ច្បងធំឯណាពីអ្នកទៀតនៅខាងណហាត់បានយ៉ាងម៉េចហើយ ខ្ញុំជាសឹងសឹងជីតាសឹងជីតាយើងឲ្យឯងធ្វើជាសឹងជីតាអីហ៎កុំគាត់យើងត្រូវសម្រាប់វាលែងយើងសម្រាប់វាលែងយើង ទីបង្រៀនរបស់ឯងគ្មានបានផលទេតែអត់ធ្មត់ យើងឯងធ្វើទៅ មានអីពិបាកទៅគ្រាន់តែបង្រៀននិយាយតា ហើយបានកៅអៅនេះពីណាមក យកពីមនុស្សចំបើ ហើយចុះនេះ ទៅយកពីស្រែទៅ លួច ខ្ញុំក៏បានទុកអស់ឲ្យកសិករដែរ ទុកថាយល់ហើយ មកលោកគ្រូបង្រៀនឯង ឯងត្រូវរកបុកខ្លះទៀតណែរេទៅ នេះដូចជាធ្វើអាពីពេកហើយ និយាយតែពីឃ្លាតទេ ខ្ញុំមិនមែនទេខ្ញុំ ទៅបងអូននេះជាថ្មសម្លៀកកបិតបើឯងមិនសប្បាយចិត្តសម្លៀកប៉ែលឯងទៅ មហាទេពស្មើមេឃគឺមហាទេពស្មើមេឃ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  អើយបាត់ហើយកុំខឹងធ្វើចិត្តស្គប់កុំខឹងអីស្គប់អារម្មណ៍ទៅស្គប់អារម្មណ៍ទៅហើយបាត់ហើយស្គប់អារម្មណ៍ទៅកុំខឹងអីបាត់ហើយឈប់បាត់ហើយឈប់ទៅឈប់បាត់ទៅងាប់ទៀតហើយបាត់ហើយទុកពេលឲ្យតែច្បងធំតិចទៀតទៅបាត់ហើយកុំខឹងខ្លាំងពេក អើយនៅតែរកអាហារមិនបានពួកយើងចិត្តអាចពោះស្លាប់ហើយ គ្រប់គ្នាត្រៀមឲ្យនៅចូល ទេចាពួកអាត្មាមកពីខាងកើតទៅខាងលិចដើម្បីយកកម្ពីធម៌ពាក់កណ្ដាលផ្លូវអស់អាហារដូច្នេះហើយចង់មកសុំខ្លះឬមួយជាបដិជគុណសានចាងសានចាង នេះជាលោកគ្រូខ្ញុំបដិជាគុណថាត អូពិតជាថងសៀនចាងមែន បែបហើយ ឆាប់ចូលមកក្នុងបមិនបានឆាត់អាហារប្រហែលថ្ងៃហើយបុកឡើងខៀវហើយនេះបដិជគុណយំខ្ញុំធ្លាប់តែធ្វើម្ហូបថ្វាយព្រះអង្គនេះគឺជាលើកទី1ហើយដែលខ្ញុំបានគេធ្វើម្ហូបឲ្យ លោកគ្រូបើលោកគ្រូចង់ឆានថ្ងៃក្រោយចង់កណ្ដាលធ្វើឲ្យលោកគ្រូ បដិជគុណសិស្សរបស់លោកពិតជាកតញ្ញូណាស់បដិជគុណអាណាសិស្សបដិជគុណសាបាសាពុទ្ធសង្គ្រាមចេះតែបន្តព្រះពុទ្ធសាសនាចុះអន់ថយបីសាយរីករាលដាលកូនសិស្សរត់អស់ទៅហើយពេលនេះសល់តែអាត្មាម្នាក់គត់នៅចាំវត្តសម្មាសម្ពុទ្ធហើយដូច្នេះហើយបានចំពោះអាត្មាទៅយកកម្ពីធម៌ដើម្បីស្នាមព្រះពុទ្ធសាសនាឡើងវិញបាទអាត្មាក្មេងជានេះ20ឆ្នាំអាត្មាក៏សុខចិត្តទៅជាមួយនឹងបដិជគុណដែរមិនក៏បដិជគុណមិនក្រុមច្បងជីវរត្រូវហើយឯណាស្បងជីវរអាត្មា លោកគ្រូភ្លេចហើយក្រែស្បងរបស់លោកគ្រូត្រូវបីសាយលួចទៅហើយនោះអី ត្រូវហើយមើលចោះការចង់ចាំអាត្មាអន់ណាអាត្មាដែលមានស្បងជីវរមួយទៀតអាចប្រកេតបានពិតមែនណាអាត្មាមិនអាចយកបានទៅអាត្មាចាស់ហើយរស់មិនបានប្រមាណទៀតទេទុកក៏ពីប្រយោជន៍ដែរប្រកេតលោកក៏ទុកថាជាទៀនដែរ
ជួយឲ្យយើងបានជួបនឹងព្រះពុទ្ធជាម្ចាស់ក៏ទុកថាជាកិត្តិយសដែរសូមជូនពរលោកទាំង4នាក់ធ្វើដំណើរបានសុខទទួលបានកូពីត្រឡប់មកវិញអរគុណសម្រាប់ចង្ហាន់ចម្រើនពរធ្វើដំណើរឲ្យបានសុខអរគុណហើយពេលកណ្ដាលបានជួបព្រះនឹងជួយនិយាយពីល្អល្អឲ្យបណ្ដេញជគុណជួយជនវិហារបាក់បាយឲ្យបណ្ដេញជគុណជោគជ័យហើយពិតជាជោគជ័យហើយសងចាស់នោះហៅពួកយើងថាអ្នកស្វែងរកគម្ពីរធម៌នេះមិនជាសងថាជាដេដាទៅសូមខ្ញុំនិយាយពីបីឃ្លាទៅផ្លូវនេះដើរត្រូវហើយដើរត្រូវហើយដើរត្រូវហើយសេចក្ដីទី2សេចក្ដីទី2លោកគ្រូត្រូវបិសាចចាប់យកទៅហើយឧស្សាហ៍មែននៅហាត់ទៀតខ្ញុំសេចក្ដីទី2លោកគ្រូពិតជាត្រូវបិសាចាប់យកទៅមែនណាល្អខ្លាំងណាស់ហាត់បន្តទៀតលោកគ្រូបាត់ខ្លួនហើយអីពួកឯងធ្វើស្អីឆាប់ឡើងយើងទៅអេជួយផងជួយយើងផងជួយផងលោកគ្រូហើយនៅនេះចិត្តហើយក្រាបទូលព្រះអង្គទី2អស់ផ្កាចាននឹងសឹកទៅមកហើយមិនប្រកាសទៅបេះមកមិនបាច់ទេស្ងោទឹកធម្មតាបានហើយធំមិនបញ្ញាយ៉ាងហ្នឹងសាច់ថងជ័យឲ្យធ្វើជីវិតអមតៈបិសាចនៅខាងមុខចង់ហូបក៏មិនបានហូបផងឯងនឹងថាមូលហេតុអីទេហេតុអីខ្ជិលខ្លាំងពេកចាប់បានហើយមិនបញ្ញាហូបចេះតែយឺតយ៉ាវស្រួលខំខ្លាំងបណ្ដាពួកគេក៏មិនដឹងដែរងាប់គ្រីសល់ស្រួលខំខ្លាំងចឹងផងឡើងទីហ៊ុននៅឡានព្រំសាច់ដែលនៅឆ្ងាយរាប់រយគីឡូម៉ែត្រទៅកំតិចអស់ហើយពូទី2ទូកម្លាំងយើងមិនអាចព្រៀបជាមួយបិសាចខាងមុខក៏ដោយតែយើងក៏អាចលឿនដែរថែមភ្លើងចាប់ផ្ដើមចំអិនហូបឯទៅអត់ហន់បានហើយបើនៅនិយាយទៀតនឹងយឺតពេលស្ងោភ្លាមខ្ញុំមិនមែនជាសងខាងជ័យទេខ្ញុំខ្លាចតាចាប់ដល់លេខខ្ញុំទៅបីចង់លេងជាមួយយើងខ្ញុំគាត់ថាជាបិសាចគីគួរតែប៉ុណ្ណោះលោកមើលចុះមុននេះក៏បន្លាយពេលដែរយើងមិនចាច់បោកអីទេហេតុអីបានជាមិនជឿមុនស្ងោខ្ញុំយ៉ាងហោចណាស់ក៏គួរតែលៀងទឹកដែរពេលអាចគឺខ្ញុំស្លាប់ប្រកាសជាយល់អីគ្មានពេលសម្អាតទេមិនខ្ពើមរអើមអត់ទេបងធំស្ងោគេទាំងខោបែបហ្នឹងវាមិនគួរខ្ពើមទេអីដល់ឲ្យវាចេញទៅឆាប់ឡើងឃើញហើយនៅបិសាចគីគួរស្បែកដល់គ្រឿមនេះគឺជាពលណាបងធំមើលទៅដូចមិនសងខាងទេយ៉ាងឯថាបានជាបិសាចជាច្រើនហូបសាច់ឯងមិនបានពិតជាល្បិចខ្ពស់មែនមិនក៏ឯងរឹកក្បាលខ្លាំងម្ល៉េះបំភ័ន្តភ្នែកប្រកាសជាអាស្វានោះប្រាល្បិចបំផុតភ្នែកហើយវាយស្ងោវាទៅពួកយើងទទួលស្គាល់ថាពួកយើងគឺខ្លាញ់ខ្លាយឲ្យគេដោះលែងលោកគ្រូបានទេបាទទេបើពួកយើងនិយាយថាខ្លាយផ្សព្វផ្សាយចេញទៅមិនអាចធ្វើដំណើរទៀតទេពួកយើងបែកមិនឈ្នះពួកបើឯងនិយាយច្រើនទៀតហើយពីឃ្លាខ្ញុំបើដែរបងថ្ងៃនេះឯងសំខាន់ណាស់យល់ទេទីចំណាប់អារម្មណ៍ពួកគេខ្ញុំនឹងសង្សារឆ្លៀតដល់ការទៅជុំលោកគ្រូខ្ញុំមានជំនាញខ្លះអាចទៅជាមួយបិសាចទៅចាច់បានប្រហែលក្បាលដែរហាត់ជាមួយខ្ញុំម្ដងទៀតណាខ្ញុំជាមហាទេពស្បើមេឃចាំដែរខ្ញុំជាមេឃធំមហាទេពអាមេរិកានៅខាងក្រៅមានបិសាច3ក្បាលមានម្នាក់អាងថាវាគឺជាមហាទេពស្មើមេឃមិនគឺលឿនម្លេះមិនតន់ចាក់ទៀតព្រះអង្គនៅអ៊ុនឡើយជាល្អខ្លាំងណាស់ទឹកអ៊ុនស្រួលខ្លួនមែនយ៉ាយឺតមួយជំហានដល់ដែរហត់សុំអាម៉ាត់គ្រាន់ជាងអត់ប្រមូលគ្នាព្រាមត្រៀមខ្លួនហើយនៅចូលសូមស្វាគមន៍យ៉ាងកក់ក្ដៅអើយភ្ញៀវចេញមកពីឆ្ងាយអត់បានចេញទទួលសួស្ដីនេះបានន័យថាម៉េចចាប់ដៃគោរពជាប្រពៃណីក្នុងតំបន់ពួកខ្ញុំបង្ហាញពីការគោរពបំផុតចំពោះភ្ញៀវកិត្តិយសហើយណាលោកគ្រូខ្ញុំនៅខាងក្នុងចេញខាងនេះរញ៉េតិចហើយកុំប្រកាន់អីណាបងធំខ្ញុំនៅខាងក្នុងកំពុងចាំស្វាគមន៍គ្រប់ស្វាគមន៍យ៉ាងកក់ក្ដៅហីបោហើយមុននេះបដិជគុណទាំង4អង្គកំពុងសម្រាប់ខាងក្នុងទើបបន្ទាប់ចង់រំខានខ្ញុំឃើញលោកគ្រូពលលោកធ្វើដំណើរហត់លួយទ្រាំមិនបានទើបកម្ដៅទឹកជុះលើព្រំមួយឲ្យគាត់ងូតបំបត្តិការលួយហត់បដិជគុណពេលនេះមានអារម្មណ៍យ៉ាងម៉េចដែរឈប់ដល់កន្លែងដដែលទៀតទៅស្បែករបស់យើងជិះរលត់អស់ហើយអូសិស្សទាំងអស់គ្នាយកល្អពួកឯងមកជាមួយគ្នាមកទឹកក្តៅនេះស្រួលខ្លួនណាលោកគ្រូពួកកណ្ដាលខំទៅភ័យដោយសបល់ក្នុងឆ្នាំងក្តៅហើយលោកគ្រូមានអារម្មណ៍ងូតទឹកទៀតខោឲ្យពួកឯងពិតជាស្អាតណាស់អូបាទយល់ហើយ
សូមជូនដំណើរសូមជូនដំណើរយ៉ាងកក់ក្ដៅ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  ខ្ញុំចំណានខ្លាំងណាស់ គេដែរស្អី អញបើចោះមួយម៉ាត់ក៏មិននិយាយដែរតែបិសាចទាំងអស់នោះខ្លាចគេញាត់ដោយកូនសត្វខ្ញុំចង់ដូរ ដូរស្អី ខ្ញុំចង់ធ្វើសុនខំវិញ ឯកាត់ចិត្តទៅ អញមើលខ្ញុំដូចអត់អញមើលទៅមកចាប់បុញដូចគ្នា អេតែច្បងធំដើរខាងមុខទៅមើលទៅមុខពើគ្រូងើយក្បាលលីដបងលើស្មាជំហានធំយោនដៃអត់ទេខុសដៃហើយមិនក៏ទីនេះគ្មានមនុស្សម្នាក់សោះចឹង ពួកអាត្មាមកពីមហាឋានខាងកើតទៅភាគខាងលិចចម្លងធរឆ្លងកាត់ទីនេះចង់បិទបាត់ខ្លះណាញោមលោកបិភូមិហើយលោកបិភូមិមកដល់ហើយលោកបិភូមិមកដល់ហើយលោកបិភូមិមើលទៅពួកគេមិនដូចជាអ្វីដែលអ្នកនិទានរឿងនិយាយទេ អ្នកនិទានរឿង នៅទីនេះ បើដូចពួកអ្នកនេះហេតុអីបើដូចថាក់ជ័យទៅសិស្សតែឯងនិយាយ ខ្ញុំក៏មិនដែលឃើញដែរខ្ញុំក៏ទៅគេនិយាយតែប៉ុណ្ណោះ ពួកឯងឃើញទេនេះទៅជារបស់ពិតចាប់ឲ្យច្បាស់ទៅលើក្រោយបដូរចេញ បាទលោកបិភូមិ បើតែជាគុណទាំងឡាយភូមិរបស់យើងត្រូវបីសាច់កណ្ដោររំខានមិនដែលបានសុខឡើយផ្ទះនេះមួយនៅក្នុងភូមិត្រូវវារួចអស់គ្មានសល់របស់ក្នុងផ្ទះមិនអាចទុកបានសូមបើតែជាគុណទាំងឡាយជួយកម្ចាត់គ្រោះឲ្យអ្នកភូមិទាំងអស់ផង ខ្ញុំគិតថាមិនរឿងធំទេងាយដូចបកជិះបកគលឲ្យពួកយើងចុះ អញ្ចឹងអរគុណហើយខ្ញុំបញ្ចាត់មនុស្សប៉ុន្មានអ្នកឲ្យជួយដល់ពួកលោក អេបាច់ទេគ្រាន់តែបីសាច់កណ្ដោលមកក្បាលមកដង្ហើមរួចហើយ មិនបានចាអញព្រមគ្រប់យ៉ាងបែបនេះអញក៏តែមើលសងខាងជ័យនឹងមិនឆ្ងាយប្រហែលទេបើមិនប្រញាប់ទេច្បាស់ទៅគេចាប់បានហើយ មិនយូរប្រហែលទេ ពួកយើងអាចវាយឈ្នះគេដែរ បាយទេប្រើតែឈ្មោះសេចបងធំទៅបានហើយទីនេះចុកចាញ់ វានៅខាងក្នុងនោះហើយ ពួកលោកថយក្រោយទៅទុកឲ្យពួកខ្ញុំចាត់ការបាច់ភ័យទេ ទីបំផុតឲ្យបង្ហាញខ្លួនហើយអ្នកភូមិឲ្យពួកយើងមកកម្ចាត់ឯងមិនក៏មិនឆាប់ចូលចាញ់ទៅ គ្រាន់តែបីសាយតូចតាចប្រហែលអ្នកដឹងទេ បីសាច់ចូលចាញ់ឯងមិនដឹងថាពួកយើងជានរណាទេ ឯងជាអ្នកណា ឯងមើលច្បាស់ទៅម្នាក់នេះជានរណាឯងមិនស្គាល់ហ៎មកសេចបងធំណែនាំខ្លួនទៅខ្ញុំជាមកមហាទេពស្មៅមើល អ្នកណាមិនស្គាល់ទេឃើញទេខ្ញុំប្រាប់ឲ្យតាកម៉ៅពួកគេមិនស្គាល់ពួកយើងទេ សូមមកទៅមហាទេពស្មៅវិញក៏ឯងមិនស្គាល់សេចបងធំខ្ញុំហាត់យុទ្ធសាស្ត្រ5000ឆ្នាំហើយនិយាយពីឋានៈវិញឯងហៅគាត់ថាលោកតាគាត់ដូចជាដូនតា18ចំនួនរបស់ឯងចឹង ខ្ញុំនិយាយអត់បានការបើចង់វាយចូលមកបើមិនចង់វាយចេញទៅវិញយើងជាបីសាច់កណ្ដុលនៃការនៅទីនេះមួយជីវិតនេះក្រៅពីភេអ្នកណាក៏យើងមិនខ្លាចដែរសងសំអីកេងក្អាំងស្អី ពួកយើង3នាក់ចូលជាមួយគ្នាទៅ វាចាក់សោហើយទៅដល់មិនរួចទេ មិនក៏មិនថាប់ចូលមក ខ្ញុំមិនអាចវាយគ្នាទេ អើយអាម្នាក់នេះលឿនពេកហើយ ពួកឯងមកពីនេះទីនេះមានតែប៉ុណ្្នឹងទេគ្មានបានកម្មមែនឯងក្រែងឯងវាស្នៀតចំក្រោយហ៎មិនក៏មិនឆាប់ប្រើទៅ ស្នៀតចុងក្រោយនោះមកជីវិតប្រើបានម្ដង បានចង់តែឯងចាំស្អីទៀតឯងចង់ឲ្យកណ្ដុលនោះសម្លាប់ឯងចោលមែនទេកណ្ដុលយើងវឹកហាត់អស់50ឆ្នាំយើងមិនចង់លឺមនុស្សហៅយើងពាក្យពីបាត់នេះទៀតទេបាយវាទៅ លឿនឡើងឲ្យលឿនឡើង ងាប់ឌឺ
ហ៊ានអូឯងនៅមិនទាន់ក្រុមទៀត អាចារ្យ អចា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  អាចារ្យ នេះជាអាលឹកដីថ្មីដាំដល់ផ្ទាត់ដៃទុកគ្រាន់ហូបតាមផ្លូវទៅ ទាំងនេះជានំប៉ាវទឹកចំហុយក្តៅៗហើយយក យ៉ាង ទៅ បាច់ទេបាច់ទេ បដិជាគុណនេះគឺខ្ញុំចំណាយពេលមួយយប់ទេវាពួកលោកធ្វើដំណើរឆ្ងាយសូមអញ្ជើញទទួលយកទៅ ឆាប់ឡើងឆាប់ឡើង ឆាប់ឡើងពួកគេមកហើយមកហើយ នេះជាទុកដែលខ្ញុំយកធ្វើដល់ខ្លួនឯងសូមយកវាទៅទុកប្រើទៅ យ៉ាងបាច់ទេបាច់ទេគ្រប់គ្នាល្អពេកហើយ យកទៅកុំគួរសមអី ច្រើនពេកហើយយំអស់ កន្លែងមានដករ៉ៃដែរតើលោកម្ចាស់ម្នាក់សុទ្ធតែមានមហិទ្ធិឫទ្ធិហេតុអីលារបស់បណ្ដឹងមិនរួចខ្ញុំមិនលោកម្ចាស់ខ្ញុំសូមបោះលោកម្ចាស់រឿងមួយកូនស្រីខ្ញុំនៅភូមិក្រៅភូមិចំបាយ200លីខ្វៃៗក្នុងភូមិពួកគេត្រូវបិសាចចាប់យកទៅបើពួកលោកឆ្លងកាត់សូមជួយផង មិនសាយអត់នោះចង់បះបោហើយលោកទុកចិត្តចុះពួកខ្ញុំច្បាស់จะយកក្មេងទៅនោះមកវិញសូមលោកម្ចាស់ធ្វើដំណើរបានសូមលោកម្ចាស់ធ្វើដំណើរបាន有毛毛的大豆沙，4个小羊线路马，雄心壮志把头昂。大步流星过山岗，九曲迎风呼啦啦的天，妖怪见了马多长。出海没名呀，百姓见了齐花家，一家谁都欺负没脾气，现在虚惊气象有模样。រាល់ពេលដែលមើលអសរបដិជគុណទុកឲ្យយើងមានអារម្មណ៍ធូរស្រាលណាស់សវរិកាព្រះអង្គនៅខាងក្រៅមានសង្ឃ4អង្គម្នាក់ថាជាមហាទេពស្មាមេឃចុយមានរឿងបែបនេះផងបងប្រុសទី2យើងចេញទៅមើលមុនសិន បាទបន្តិចទៀតខ្ញុំទៅហើយ ទាំងអស់គ្នាត្រៀមអ្នកខាងមុខជាណាហ៊ានចូលទឹកដីពិសិដ្ឋយើងផង យើងគឺតាសុនរបស់ឯង ឆ្លោះទឹកមើលខ្លួនឯងមើលរូបរាងអាក្រក់បែបនេះហ៊ានខ្លាចខ្លួនជាថងជីទៅសិលផង មិនឡំហ៎ ខានស៊ីសាច់មនុស្សយូរហើយថ្ងៃនេះយើងនឹងស៊ីសាច់សត្វពួកឯងទាំងអស់គ្នាទៅកំចាត់អ្នកខ្លាចបន្លំទាំង4នេះទៅយើងប្រាប់ឯងចិត្តដល់ផ្ទះឯងហើយ 3ឆ្នាំហើយមិនដែលមកម្ដងទេឲ្យចឹងទៅមើលសិនទៅពួកឯងមិនប្រញាប់ទេ មិនចេះប្រញាប់ទៅយឺតមួយថ្ងៃពីរក៏មិនអីដែរជិះទុកអាហារនៅក្នុងផ្ទះរំអាយខ្លះងាយស្រួលធ្វើដំណើរអស់ហើយម៉ែភ្លេចខ្ញុំម្នាក់អើយម៉ែខ្ញុំតាន់ចាស់ទេហូបច្រើនពេកងាប់ឲ្យឈឺពួកលោកជាអ្នកណា វាបែភ្លុះអានេះមើលទៅ នេះជាស្អី នេះជានំប៉ាវបួសឆ្ងាញ់ណាស់ទុកឲ្យបាយខ្លះផង របស់នេះបានមកពីណា គឺអ្នកភូមិឲ្យ ឯងកុំកុហកម៉ែពួកយើងជាបិសាច បាយពេលនេះពួកខ្ញុំអស់ចានណាស់ទាំងមនុស្សទាំងបីសាយគឺសុទ្ធតែក្រុម ឯង ពួក ចង់ធ្វើអីឲ្យប្រកប យកកំពីធរ គ្រប់គ្នាស្ដាប់ឲ្យច្បាស់កូនប្រុសខ្ញុំមកវិញហើយពេលនេះណានៅល្អស្ដាច់ឲ្យតម្លៃគេខ្លាំងណាស់ប្រៀបនឹងកូនទាំងអស់គ្នាគាត់បាយជិះឆៃណាចូលក្នុង ឈប់ស្អែក នេះទៅកូនប្រុសរបស់ខ្ញុំ អ្នកមីស្ងប់អារម្មណ៍ស្ងប់អារម្មណ៍ គេគួរតូចរឿងនេះត្រូវអរគុណឯង3ឆ្នាំមុនខ្ញុំឲ្យគេទៅនៅជាមួយនឹងឯងនិងពូទី2ឯងអរគុណឯងទៅគេចូលបានក្នុងចិត្តមីពេលនេះបានធូរហើយអេត្រូវហើយពូទី2ឯងតែយ៉ាងម៉េចហើយ ពូទី2 គេយ៉ាងម៉េចហ្នឹង រឿងវែងឆ្ងាយណាស់ ខ្លួនឯងនេះទៅទេទៀតហើយ អត់ទេបាយមើលទៅពេញបឹប នេះនៅពេញមានន័យថាមកក៏មិនបានផឹកដែរស្ពីទៅស្ពីមកមានប្រយោជន៍អី ផឹក ទឹកនេះប្រកាសជាខូចហើយម៉ែតែចាក់ថ្មីឲ្យ
មានយើងផ្ទះល្អណាស់ប្រហែលថ្ងៃនេះឯងហត់នឿយហើយនៅផ្ទះខ្ញុំឯងចង់និយាយប្រហែលក៏និយាយប៉ុណ្្នឹងទៅមិនបាច់សម្លៀងប៉ែលទេពេលនេះអាចនិយាយបានហើយ បាន នៅល្អស្ដេចពិតជារវល់ណាស់ហើយ បើនៅល្អស្ដាយយើងការងារច្រើនណាស់ដូច្នេះទៅខ្ញុំបានមកវិញ ណៃយល់ហើយយុវជនទើបចេញក្រៅអ្នកដឹកនាំច្បាស់ជាប្រើច្រើនខំប្រឹងអស់លទ្ធភាពទៅរឿងផ្សេងកុំគិតអីផឹកតិចម្លេះហ่าផឹកទៀតទៅកុំធ្វើដូចពុកឯងបោះបង់ការងារល្អទៅហាត់យុទ្ធសាស្ត្រទេវតាពេលនេះហាត់ឡើងខ្លាយទៅជាឈួតហើយ អូត្រូវហើយពុកដីណា នៅសម្រាប់ខាងក្រោយ ខ្ញុំមកមើលពុកហើយនេះជាមើលរបស់ខ្ញុំ សរសៃលពូសនុកខោថាក់ជេឯជូប៉ាជេ កុំឲ្យម៉ែស្ដាប់ឮខ្ញុំអត់ប្រាប់គាត់ទេ ប្រាប់ពុកមក ពុកកុំខឹងអីណាពុកខ្ញុំចេញពីល្អស្ដាយហើយចេញមកក្រៅខ្លួនឯងបន្លំជាសងខាងទៅភៀកខាងលិចចម្លងធေါ် ធ្វើបានល្អដល់ មិនអីទេមិនអីទេ ហើយអី លពូគ្រាន់តែសប្បាយចិត្តបានជួបនគរប្រុសតែប៉ុណ្ណោះចាំខ្ញុំកំណត់ឲ្យមាននិយាយគ្នាលេង បោះកុំសម្លាញ់ជួយយកស្រាយពុកលាក់នៅក្រោមផ្ទាំងថ្មនោះ ពុកមិនកំពុងយកទៅទុកនៅកើត ដាក់ចូលពេលដែលពុកអាចដើរបានយូរឆ្នាំហើយមិនមានឱកាសផឹកកុំស្ដាប់បណ្ដៃឯងធ្វើការនៅល្អភ្នំស្ដេចមួយជីវិតក៏គ្មានអនាគតដែរទៅចំណោះធေါ်គឺល្អមានកម្ពីពិតអាចត្រាស់ដឹងដល់ពេលនោះគ្មានអ្នកណាហ៊ានមើលងាយឯងទៀតទេក្បាច់ធំដែលពុកបរិញ្ញាឯងមុននោះរៀនដល់ណាហើយ អូនៅអន់តិច បើមិនដល់ពេលចាប់បាច់កំប្រើបើមិនចឹងប្រើម្ដងត្រូវបាត់បង់រូបរាងដើមកាលពីមុនពុករកបានកម្ពីអត្តកម្បាំងនេះក៏ចេញធ្វើដល់ខ្លួនឯងទីបំផុតខ្វះមួយនឹងហើបណ្ដោះហាត់បានសម្រាប់តែយើងគិតថាអស់សង្ឃឹមហើយក៏បោះបង់ចោលក៏ខ្លាចទៅជាបែបនេះប៉ុន្តែពុកសង្ឃឹមថាឯងបន្តកិច្ចការរបស់ពុកបើមិនចឹងទេជាតិនេះស្ដាប់ទាំងស្ដាយក្រោយហើយ ពុកទុកចិត្តចុះពេលខ្ញុំយកកម្ពីធေါ်បានខ្ញុំនឹងមកវិញដល់គ្រួសារយើងទៅឋានសួគ៌ខាងលេខទៅរស់នៅដោយរីករាយ ពួកឯងទាំង4នាក់នៅខាងក្រៅមើលថែគ្នាផងត្រូវហូបអាហារឲ្យទៀងពេលផឹកទឹកឲ្យច្រើ កុំបារម្ភពេញណាមីពួកខ្ញុំនឹងមើលថែខ្លួនឯងបានល្អ មិត្តភក្តិឯង2នាក់នោះមិនសូវចូលចិត្តនិយាយសោះ បីសាយស្វានោះថ្ងៃនេះកាត់តែល្អហើយមិនដែលធ្លាប់សើចទេជួបមនុស្សចិត្ត20 ម្នាក់នោះក៏ល្អដែរស្ពាយឯងបានធ្ងន់យ៉ាងនេះមិននិយាយច្រើនទេទំនេរចេះតែសម្លៀកប៉ែលពិតជាក្មេងល្អមែន ពេលនេះមិននិយាយច្រើនទេ ដែរយកស្រាឲ្យពូមួយបានទៀតមក ណាមីមើលទៅដូចជាមិនចាស់សោះ មែនអី ស្នាមជ្រួញបន្តិចក៏គ្មានដែរ អីយូយមាត់ឯងផ្អែមខ្លាំងណាស់ ខ្ញុំនិយាយការពិត ខ្ញុំជឿតែចោះ ឯងជាក្មេងល្អពូនឹងបរិយាវិជាសិលដល់ឯងមួយមកចូលឲ្យ ពេលសាច់មួយនោះវាជាគុណរបស់គេអស្ចារ្យណាស់បែកគេទាំងពីរនាក់ដូចនៅលើដីតែមួយប្រភេទផ្នែកតែប៉ុណ្ណោះ ស្ដាប់បានហើយនៅក្បាច់នេះខ្លាំងណាស់យើងមិនប្រាប់អ្នកណាទេឯងមិន សម្ដេចបោះស្វាវិញកម្លាំងខ្លាំងខ្លាស្នៀតទេវតាបង្រួបដីបាយគេខ្ទុំជាក់ គេធ្លាប់គិតថាក្នុងចំណោមបងប្អូនយើងទាំង4នាក់ឯងខ្លាំងជាងគេប៉ុន្តែពេលនេះឃើញច្បាស់ហើយលបងស្វាលក្ខកម្លាំងពិតរហូត ស្នៀតរបស់ស្វាប្រាំងខ្ញុំដាក់ឈ្មោះឲ្យមួយកំតិចក្នុងមិនជួយសម្បត្តិកម្លាំងកំតិចនោះធ្ងន់ណាស់អាចវាយទេវតាខ្លាយឲ្យខ្លាយជារូបដើមវិញ ទឹកក្នុងឃ្លោកនេះត្រូវផឹកឲ្យអស់មុនថ្ងៃត្រង់មួយថ្ងៃហោចណាស់បាន4ឃ្លោកពួកឯងមិនគេផឹកផងនៅក្នុងបំពេចខ្ញុំបានដាក់ដំឡូងផ្អែមខ្លះដែលខ្ញុំធ្វើដោយផ្ទាល់ដៃឲ្យពួកឯងឆ្ងាញ់ខ្លាំងណាស់គ្រប់គ្នាចាក់គ្នាទៅឯងហូបឲ្យច្រើនទៅកុំឲ្យពួកគេហូបអស់ ចាំដំណឹងល្អពីពួកខ្ញុំបាយកុំជេរពុកខ្លាំងពេក ដឹងហើយចាំបាច់ឯងប្រាប់ដែរ ខាងជេរដែលសិស្សរបស់គេទើបឆ្លងកាត់ទីនេះមែនទេទៅផ្លូវនោះមែនទេនៅខាងក្រៅមានមកក្រុមជាអ្នកបោកប្រាស់ខ្លាញ់ខ្លួនជាខាងជេរនិងសិស្សរបស់គេប្រហែលជាមកដល់ថ្ងៃស្អែកពួកលោកប្រយ័ត្នផង សងខាងនឹងសិស្សរបស់គេប្រហែលជានៅមិនឆ្ងាយពីពួកយើងបាន ពួក ទេ យើងធ្វើដំណើរទាំងយប់ទាំងថ្ងៃឈ្មោះទៅមុខ ប៉ាជេឯងមើលវត្តខាងមុខនោះទៅសរសេរថាម៉េចខ្លះ ឆ្ងាយពីហើយមើលអត់ច្បាស់សៀវអូវាសៀវលេងអ៊ីន ល្អណាស់ពួកយើងចូលទៅបានទៅ
ព្រះអង្គមានសង្ឃ4អង្គមកដល់ដូចជាທາງជ័យដែលសិស្សរបស់គេថាម៉េចមិនក្លឿនម្លេះពិតមែនស្ដេចបិសាចគួរតែឆាប់សោយក្មេងៗទៅអស់នោះទៅយឺតពេលហើយឆាប់ទៅប្រាប់ថ្នាក់ក្រមរៀបចំខ្លួនប៉ាជ័យលោកសង្ឃទាំងអស់នេះមិនក៏មើលទៅម្នាក់ដូចជាកាយខ្លាំងម្ល៉េះ មិនទាំងអស់ទេមើលខ្នោទៅមិនអីទេលោកសក់កន្ធាត់មួយនោះទឹកមុខស្លូតបូនដាស់ អ្នកដែលមកជាທາງជេងនឹងសិស្សមែនទេ អើពិតមែនហើយលោកប្រតិចារក៏ស្គាល់ខ្ញុំដែរមែនទេ ប្រដេប្រដាឃើញព្រះយូឡាយហើយមិនក៏មិនថ្វាយបង្គំ អូព្រះយូឡាយ ព្រះយូឡាយ ឈប់សិនពួកខ្ញុំសូមចេញទៅក្រៅផ្លែត មិនយល់គេនិយាយថាព្រះយូឡាយមែនទេ ពួកគេមិនស្គាល់យើងទេឬមួយថាយើងពួកយើងធ្វើមិនដូច មិនអត់ភៀកខាក់លែងហើយ មើលទៅមិនខុសទេនោះគឺព្រះយូឡាយអំបញ្ញមិញនេះមិនស្គាល់អាចមានបញ្ហាទេ អូមើលទៅគ្មានបញ្ហាទេស្ងាត់ទាំងអស់ មិនគួរចឹងទេពួកយើងហាត់រៀនកន្លះច្រាប់ហើយមិនអាចខុសឡើយយល់ល្អចាត់ការពួកគេតែម្ដងទៅ បានចឹងពួកយើងគួរធ្វើយ៉ាងម៉េចទៅ ឯសួរគេពីគម្ពីរធរទៅរួចហើយពួកយើងបញ្ជាប់ចាក់ចេញ ខ្ញុំ កុំទាសាពេលនេះពួកយើងមិនមែនជាគូប្រកួតរបស់សុនអ៊ូខុងទេចាប់មានពេលហូបក្មេងៗសិន ពេលវេលាសំខាន់មកដល់ហើយក៏បញ្ញាយាយក្រុមគ្នាទៅតាំងស្មារតីឡើងជោគជ័យឬអត់គឺអាស្រ័យលើកនេះហើយ ខ្ញុំព្រះអង្គមានភ្នែកមិនស្គាល់ភ្នំថៃសានខ្ញុំព្រះអង្គថាជ័យនៅសិស្សថ្វាយបង្គំព្រះពោធិសត្វ ทางជេងតាមការស្មានរបស់យើងថ្ងៃស្អែកឯមកដល់មិនក៏មកដល់ថ្ងៃនេះ សម្មាសម្ពុទ្ធខ្ញុំព្រះអង្គធ្វើដំណើរទាំងយប់ទាំងថ្ងៃចង់បានគម្ពីរធម៌អាចនឹងលឿនបន្តិចហើយ ធ្វើដំណើរហត់លឿយហើយពួកលោកទៅសម្រាប់សិនទៅ មិនបាច់សម្រាប់ទេពួកខ្ញុំព្រះអង្គប្រញាប់ត្រឡប់ទៅឆាងអានវិញអាចយកគម្ពីរពេលនេះបានទេ កុំប្រញាប់អីកុំប្រញាប់អី លោកគ្រូមើលចុះយកគម្ពីរធរបីសាយក៏ខ្លាយជាព្រះដែរ ព្រះពោធិសត្វទូតាមត្រង់ចុះសិស្សខ្ញុំព្រះអង្គទាំងអស់ចង់ខ្លាចជាព្រះគ្រាន់តែអានគម្ពីរធម៌តែអាចទៅរួចទេ ប្រកាសហើយអានគម្ពីរ100ចប់នឹងខ្លាចជាព្រះភ្លាម សូមព្រះពោធិសត្វប្រទានគម្ពីរ ទេវតាឈើកចិញ្ចាក្រាបទូលពួកឯងទៅខាងក្រៅរៀបចំគម្ពីរទៅក្រាបទូល ស្ដេចបិសាចតាមគម្ពីរនៅឯណាទៅ តែបីសាច់ និយាយប្រេះផ្ដាស់ឆាប់ទៅរៀបចំទៅច្រឡំមាត់ក្រាបទូលទេវតាទៅពីនេះរៀងកំ ប្លែងបន្តិចហើយ ខ្ញុំព្រះអង្គ លោកនិយាយទៅ តើព្រះពោធិសត្វឲ្យគម្ពីរអ្វីមកខ្ញុំព្រះអង្គ យើងឮថាពួកលោកនៅទិសខាងកើតពេលនេះចង់បានគម្ពីរអ្វី តើគម្ពីរអី ឆាប់និយាយទៅឆាប់ឡើង លោកជាសង្ឃជាន់ខ្ពស់នៃនគរថាងមិនចាំឈ្មោះគម្ពីរទេ ប្រកាសជាចាំឈ្មោះគម្ពីរប៉ា
ព្រះពោធិសត្វប្រហែលជាមិនធ្លាប់ឮដោយសារតែនៅឆ្ងាយពេកស្លាមធំគម្ពីរធម៌លើលោកមានរឿងអីព្រះពោធិសត្វមិនស្គាល់នោះគម្ពីរនេះយើងធ្លាប់ឮហើយសរសេរបានល្អធ្វើឲ្យមនុស្សចង់អានមិនចេះឈោកទីត្រូវហើយយើងចង់ស្ដាប់ທາງជេងសូត្រគម្ពីរនេះតើបានទេ លោកគ្រូក៏ដើរក្តៅខ្លួនពីថ្ងៃហើយពុកក៏ផ្សឹង ព្រះពោធិសត្វចង់ស្ដាប់ការសូត្រគម្ពីរព្រោះឯងដោះសារស្អីលីម៉ូស៊ីសាវ៉ាជីស៊ីគូណាអៃសូលីប៉ាស៊ីកោចាំបាសកានេកណាតាជីហើយមកមុំមកចឹងកានេ អោខ្ញុំបកស្រាយទៅនេះគឺជាការសូត្រធម៌ដែលលោកគ្រូក៏ដើរបង្កើតឡើងខ្លួនឯងគឺប្រើភាសាតំបន់សំឡេងខ្លាំងដូចជារੂកកំពុងផ្សឹកផ្សៀវដូចសត្វល្អិតស្រែកដើរដៅការប៉ែក្រៀមស្វិតសំឡេងធ្លាក់លើដីសំឡេងបរិជាស្រែកខ្លាក្នុងសវនាការសំឡេងខ្សឹបផ្សៀវរបស់ប្រជារាស្ត្រសាមញ្ញពេលខ្លះសូត្រទៅមុខពេលខ្លះសូត្រមកក្រោយដូចជាផ្កាយនៅលើយើងជ្រៀងអបអរខ្លួនឯងតស៊ូយកកំពីចឹងប៉ាយដោយក្តីសុបិនមិនដឹងប្រពុទ្ធិស័តវាយតម្លៃយ៉ាងម៉េចដែរทางใจសូត្រគម្ពីរសំឡេងខ្ពស់ច្បាស់សំឡេងកណ្ដាលមានលំនឹងសំឡេងទាបខ្លាំងក្លាបិទភ្នែកស្រាប់តែមើលឃើញនគរທາງដ៏ធំប្រជារាស្ត្ររស់នៅបានសុខសាន្តពិតជាសង្ឃដ៏ខ្ពង់ខ្ពស់គម្ពីរពិតប្រាកដសូត្របានយ៉ាងរំជួលចិត្តធ្វើឲ្យរំភើបពិតជាមនុស្សទី1នៅក្នុងប្រវត្តិសាស្ត្រពិតប្រាកដមែនល្អដល់ថ្ងៃត្រង់ហើយនិមន្តឆាន់បាយហើយសម្រាប់ទៅមិនអីទេខ្ញុំព្រះអង្គចាំនៅត្រង់នេះបានយើងអរគ្នាហត់នឿយហើយមិនអីទេពួកយើងមិនហត់ទេហើយអីពួកឯងរឹងរូបម្លេះមកឆ្ងាយស្រាល្អរៀបចំឲ្យពួកឯងហើយមិនដល់មិនតាន់បានឆាន់មួយម៉ាត់ក៏ចេញទៅវិញអូយមានស្រាពិតជាល្អខ្លាំងណាស់ខានផឹកស្រាតាំងពីយូរមកហើយធ្វើអញ្ចឹងទើបត្រឹមត្រូវខ្ញុំអាចនិយាយបន្តិចបានទេជាអ្នកបួសមិនអាចផឹកស្រាទេតើពួកឯងជានរណាហើយចុះពួកឯងជានរណាលែងធ្វើពុតហើយពួកឯងទាំងអស់គ្នាឆាប់បញ្ចេញជាតិពិតទៅនេះឬដំបងមាសរបស់ឯងដូចឯខ្នងយើងចឹងឈប់លេងទៅតែបិសាចមើលនោះអាគីគួសំអុយនេះជាការបំផាន់ភ្នែកទេបំផាន់ភ្នែកក្បាលឯងអីពួកឯងបន្លំខ្លួនពួកឯងហ៊ានប្រមាថអ្នកស្វែងរកកំពីធម៌ផងប្រយ័ត្នយើងទៅប្តឹងព្រះពោធិសត្វពិតប្រាកដវុយពួកឯងមិនខ្មាស់គេទេពួកឯងត្រូវបានបោះក្រាស់ហើយសាច់មិនសម្រាប់ពួកគេទៅបិសាចនេះពិតជាខ្លាំងណាស់មិនដូចជាបិសាចដែលពួកយើងធ្លាប់ជួបមុនទេពេលនេះសុនអ៊ូខងអស់ដបងហើយធ្វើយ៉ាងម៉េចទៅកុំបារម្ភទៅដល់ភូមិខាងមុខរកមួយទៀតទៅច្បាស់ជាមានវិធីពួកលោកជាបដិជគុណខាងនឹងសោះមែនទេក្បីឆាប់ចេញបោសុនអ៊ូខងមកដល់ហើយព្រឹទ្ធាចារ្យប្រហែលថ្ងៃមុនពួកខ្ញុំបានផ្ញើប្រៀបនាំសារប្រាប់ថាពួកលោកមកអ្នកភូមិពួកខ្ញុំរងចាំតែយប់ថ្ងៃទីបំផុតពួកលោកមកហើយពុកលៀងហ៎មេភូមិចាងខាងជើងអូអញ្ចឹងនេះគឺភូមិសានស៊ីហើយត្រូវហើយឪពុកនាងប្រាប់ថាក្មេងៗនៅទីនេះត្រូវបិសាចចាប់ហើយក្រែងនៅទីនេះដែរបានចាប់ទៅហើយពួកខ្ញុំគ្មានជំរឿទេដូច្នេះមានតែយកក្មេងៗដែលនៅសេសសល់លាក់ទុកលឺយូរហើយថាព្រឹត្តិការណ៍ខ្លាំងបកែមកសូមព្រឹត្តិការណ៍មានមេត្តាជួយក្មេងៗផងទៅសូមមេត្តាជួយគ្រប់គ្នាឆាប់ក្រោកឡើងទឹកអស់គ្នាទុកចិត្តយកខ្ញុំសន្យាជាមួយមេភូមិហើយពួកខ្ញុំច្បាស់ជារំក្មេងៗទៅវិញចាល្អមិនអាចកាត់ថ្លៃបានអ្នកមានគុណប្រាប់បោះបិសាចនោះដែរអ្នកមានគុណនៅខាងក្រៅភ្នំពីយេស៊ីវឡៃអ៊ីនខ្ញុំនិយាយឲ្យពួកគេមិនមែនមានតែក្មេងៗប្រហែលអ្នកទេនៅមានទៀតចាប់ពួកគេទៅអស់គ្នាទៅចាប់រត់ទៅលើឡើយឡើងរត់ទៅឆាប់រត់ទៅកូនប្រតិចាបិសាចសូមបិសក់នាងមួយសរសៃក៏មិនអាចបានដែរអូយកំចាល់មកកុំតិចភ្នំនឹងជួយសបនហាត់ទេ
មិនអន់ប្រមាណទេអូខុងសាជីង សូមឬក៏មេគ្រប់ចាប់ក្មេងប្រុសស្រីបាន5នាក់បងទាំង5នាក់ចាប់ថ្ងៃមុនគឺ10នាក់ហើយគ្រប់គ្រាន់ហើយ ប្រតិចា សម្ដីបានល្អទៅតាមយើងទៅវិញហើយបិសាចចង់ជួបពួកឯង ពួកលោកជាក្រុមតែមួយមែនទេ មែនទេពួកខ្ញុំជាអ្នកស្វែងរកកម្ពីធនតើ ស្វែងរកគម្ពីរធម៌សមត្ថភាពប៉ុណ្ណឹងចង់ទៅចម្លងធម៌ផង លោកម្ចាស់ឈប់ជាន់ពួកគេទៅសូមទុកជីវិតឲ្យគេផោលោកម្ចាស់ ប្រាប់គេទាំងអស់គ្នាទៅតើពួកឯងជានរណា ពួកខ្ញុំបឡំខ្លួនជាសងທາງឋានបឡំខ្លួនជាសងທາງជេង ដឹងខ្លួនឯងជានរណាហើយនៅមើលឲ្យច្បាស់ទៅគ្រាន់តែជាសត្វព្រៃមួយក្បាលតែប៉ុណ្ណោះឆាប់ប្រាប់សាច់ញាតិបងប្អូនបើឃើញអ្នកបោកប្រាស់ទាំង4នាក់ដែលខ្លែងបន្លំជាທາງជេងនៅសិស្សរបស់គេទៀតវាយឲ្យស្លាប់ទៅឯងអូពួកវាទៅជាមួយគ្នា គោលរបស់ខ្ញុំ ខ្ញុំគ្មានចិត្តតែកុហកទាំងអស់គ្នាទេពួកនាងពិតជារកខ្ញុំមែនអូយ បោកប្រាស់ពួកឯងនៅសម្ដែងទៀតពួកឯងសម្ដែងទៅសម្ដែងទៅទៅចេះទៅ តែទៀតទៅ តែសម្ដែងណាស់ តែបាត់ទេ ដឹងថាពួកឯងសំណាងល្អហើយទេវតាទាំង4មុននេះសម្ដែងអត់ណាស់ស្ដេចបិសាចកោសរសើរការសម្ដែងរបស់ពួកឯងឲ្យសម្ដែងបន្តទៀតនេះជាសម្ភារបំពាក់ទេវតានៅខាងក្រោយបដូរហើយហាត់សម្ដែងទៅ ខ្ញុំអត់ទេខ្ញុំចង់យកកម្ពីធរ ឯងនៅមិនតាន់យល់ទៀតទេអមាញ់វិញអ្នកភពដឹងហើយថាពួកយើងខ្លាញ់ខ្លាយដំណឹងនេះនឹងលឺដោយភ្លើងឆេះព្រៃពួកយើងមិនអាចបន្តទៀតបាន ពួកឯងមិនអាចទៅរួចទេដឹងថាហេតុអីទេព្រះយូឡាយនឹងស៊ុនអ៊ូខុងស្គាល់គ្នាតាំងពីយូរណាស់មកហើយ500ឆ្នាំមុនស៊ុនអ៊ូខុងអុកឡុកឋានសួគ៌ស្គាល់ព្រះយូឡាយជ្រូកប៉ាជេនិងអរិយទឹកសាជេក៏ទេវតាចាប់កំណើតដែរທາງជេជីវិតរបស់មហាក្សត្រហើយគិតថានរណាក៏អាចចម្លងធ្លាប់បានដែរត្រឹមពួកឯងប្រមាណអ្នកដឹងយើងគិតថាពួកឯងត្រូវនៅទីនេះបំពេញខួរក្បាលឲ្យបានល្អដើរតាមស្ដេចបិសាចជាជំរឿសល្អរបស់ពួកឯង ខ្ញុំមិនចូលរួមជាមួយពួកឯងធ្វើអាក្រក់ទេ មិនចេះដឹងគុណបិសាចប្រមាណអ្នកចង់ចូលវត្តលីអ៊ីងតែរោមិនបានបិសាចតាំងសិលរាប់រយឆ្នាំដើម្បីកាំងងារនៅទីនេះសុកចិត្តលៀងចានឆ្នាំធ្វើកាំងងារធម្មតាហើយនៅរើសអើងទៀតដែរចាប់បដូរសម្ភារបំពាក់ហាត់សម្ដែងទៅបន្តិចទៀតស្ដេចបិសាចនឹងមកមើលពួកឯងហើយ និយាយតាមត្រង់ចុះទីនេះល្អជាឡាងព្រំស្លាច់ឆ្ងាយណាស់ ក្មេងគិតយ៉ាងម៉េច មហាទេពលោកគ្រូត្រូវតែជួយខ្ញុំមានបិសាច4ក្បាលបន្លំខ្លួនធ្វើជាពលលោកហើយសម្រាប់បងប្រុសខ្ញុំទៀតអ្មេចក៏លោកនៅទីនេះខ្ញុំសួរតាមផ្លូវទៅភៀកខាងលិចបន្ទាប់មករកឃើញសាររបស់ពលលោកនៅក្រៅវិហារទើបដឹងថាពលលោកប្រកាសជានៅទីនេះខ្ញុំសូមបងមហាទេពជួយសងសឹកឲ្យបងប្រុសខ្ញុំផងពួកខ្ញុំខ្លាចទេ4អ្នកនោះទើបជាមនុស្សពិតកុំលេងសើចពេកមើលជាការពិតពួកខ្ញុំខ្លាចទេ មិននឹងអាចទៅប្រតិចាទាំង4នាក់រូបរាងទៀងត្រង់សុចរិតកៅភ្នែកមានពលឺ4នាក់នោះទើបសំខ្លាយបន្លំមិននឹងអាចព្រៀបជាមួយពលលោកបានបើកភ្នែកឲ្យមើលច្បាស់ទៅខ្ញុំគ្រាន់តែជាជ្រូកព្រៃអាក្រក់មួយក្បាលប៉ុណ្ណោះគេមិនជាសងທາງទេគេជាគីគក់ដែលគ្មានចេះអីក្រៅពីរអ៊ូទេហើយមើលគេទៅស៊ុបអីពុកបនក៏យកពីរោមស្វាធំដែរខ្លាយទេបំផន់ភ្នែកទេមើលគេទៅកំសាកខ្លាយមនុស្សនៅភ័យនៅឡើយទេមកដល់ពេលនេះស៊ុំអីពីមហាទេពក៏មិនចេះនិយាយដែរខ្ញុំមិនជឿទេលោកកុហកខ្ញុំ ពួកលោកកុហកខ្ញុំតែពួកគេចង់ស៊ីក្មេងពួកយើងមិនអាចអង្គុយមើលនៅជាអ្នកស្វែងរកកម្ពីធម៌ទៀតទេមើលចុះ
ឯងមិនមែនជាអ្នកចម្លងធွာទេឯងគឺស្វាធំក្មេងៗទាំងអស់នោះមិនតាក់ទងនឹងឯងទេបិសាចស៊ីមនុស្សជារឿងធម្មតា ក្មេងៗនៅតែត្រូវជួយតិចទៀតខ្ញុំទៅបបព្រះអង្គប្រហែលជាអាចទៅរួចពួកលោកនៅធ្វើពុតទៀតខ្ញុំមិនជឿទៅហើយ គុំគុំយកពួកគេទៅ4នាក់រៀបចំឲ្យគេវឹកហាត់នៅទីនេះស្ដេចបិសាចមើលចុះហើយនេះបន្តបដូរក៏ឲ្យទៀតហើយសាច់ທາງជ័យទៅបណ្ដល់ហើយបើសិនជាថ្នោតត្រួយពួកឯងប្រកាសជាមានបញ្ហាឯងជឿទេណា អូខ្ញុំយល់ហើយពួកអញក៏ចង់ចាប់បិសាច4ក្បាលនោះដែរមែនទេ ក្រាបទូលស្ដេចបិសាចពួកគេគឺជាបិសាចដែលតាមទូបង្គំបណ្ដល់ទីនេះក៏តែពេលរំខានទូបង្គំវឹកហាត់ អញ្ចឹងតើបាននៅធ្វើពុតទៀតខ្ញុំយល់ហើយ យល់ហើយអាម្នាក់ចើមលៀងនោះពួកយើងទៅចាប់បិសាច4ក្បាលជាមួយគ្នា មកតាមខ្ញុំពួកយើងទៅត្រៀមជាមួយគ្នា ល្អណាស់លោកបោកខ្ញុំបានទេពួកលោកទៅជាអ្នកស្វែងរកកពីធម៌ពិតប្រាកដពេលចាប់ពួកគេបានខ្ញុំត្រូវតែសម្លាប់អាស្វាខ្លែងៗនោះដែលផ្ទាល់ដៃសងសឹកឲ្យបងប្រុសខ្ញុំ ព្រះអង្គ ព្រះអង្គទូបង្គំសន្យាថានឹងធ្វើជាអ្នកសម្ដែងទាំង4ឲ្យទ្រង់ ចរចាជាមួយស្ដេចបិសាចមិនចង់រស់ហើយពួកឯងចង់ស៊ីសាច់ថងជ័យមើលទេពួកយើងអាចដែរអ្នកសម្ដែងទាំង4យ៉ាងហោចណាស់ក៏បានក្រលៀន2ដែរអេទីនេះពិតជាក្រំដាច់ជើងនៅឡើងព្រមស្ដេចមែនយើងស៊ីក្មេងៗដើម្បីបង្កើនកម្លាំងទើបអាចយកឈ្នះស៊ុនអ៊ូខុងពួកឯងក៏បានសាច់ថងជ័យដែរពេលនេះពួកឯងយល់ហើយឬនៅឆាប់ទៅដូរកៅអៅទៅនេះចាំអីទៀតមកពួកឯងមកដូរខ្ញុំដូរ សុំទោសពេលឯងជួបខ្ញុំដំបូងមិនបានប្រាប់ខ្ញុំរឿងនេះទេខ្ញុំតែចង់បានសាច់ខាងជើងរហូតមកពេលនេះមានហើយនៅចង់បានអីទៀតខ្ញុំនៅមានឪពុកម្ដាយប្អូនប្រុសប្អូនស្រីទៀតបើពួកគេបានស៊ីសាច់ខាងជើងមិនល្អទេអីក្រាបទូលព្រះអង្គខាងនេះធំពេកហើយពាក់ក្បាំងមុខទៅមកណែព្រះអង្គពិតជាអស្ចារ្យមែនគ្រាន់បើហើយហើយដែលបានจะឲ្យមិនបដូរតែចាប់មិនទៀតចាប់បដូរក៏អើទៅ ឆាប់ឡើងឈប់រឹងក្បាលទៅ មានសាច់ថងជ័យហើយមិនស៊ីយើងមិនជឿថានៅមានបិសាចបែបនេះទៀតនោះទេ ខ្ញុំមិនមានចុកបិសាចទេខ្ញុំជាមហាទេពស្មៅមេឃ សូមរាយការណ៍ស្ដេចបិសាចអាសនៈបូជារៀបចំរួចហើយសូមយើងពិនិត្យនេះក្រុមខ្លារខិនបោះគេចូលក្នុងគុកដាក់ទោសឲ្យធ្ងន់ធ្ងរចាំមើលគេមិនស្ដាប់បង្គាប់ទៀតទេក្រាបទូលនាំគេទៅ មេក្រុមខ្លារខិន រកហាត់ទៀតទៅបើមិនចឹងគុំសង្ឃឹមបានសាច់ថងជ័យស៊ីការពិតស្វាក្បាលរឹងមែននៅពេលដែលគេស្ងប់អារម្មណ៍ខ្ញុំបញ្ចុះបញ្ចូលគេម្ដងទៀតពួកយើងតែ3អ្នកចាប់ផ្ដើមវឹកហាត់ទៅសេចក្ដីទី2ខ្ញុំ ពេលនេះឯងលែងជាសង្សារទៀតហើយអាចនិយាយបានអាចធ្វើអី ខ្ញុំចង់ទៅវិញ
ទៅណា ត្រឡប់ទៅក្នុងឡាំងឡាំង មិនចង់ស៊ីសាច់ថាជ័យទេហ៎ ខ្ញុំមិនអាចនិយាយថាចង់ហូបសិទ្ធិខាងជើងទេពេលខ្ញុំមកជាមួយនឹងពួកឯងនិយាយថាទៅចំណងធម៌ដើម្បីមានជីវិតអមតៈមែនទេបានស៊ីសាច់ខាងជើងច្បាស់ជាមានជីវិតអមតៈដើម្បីបានសង់ខាងជើងពួកគេត្រូវស៊ីក្មេងៗទាំងអស់នោះសិនខ្ញុំមានអារម្មណ៍ខុសធ្ងន់ណាស់លើលោកនេះគ្មានអីត្រឹមត្រូវមិនត្រឹមត្រូវនោះទេចង់រស់នៅឲ្យបានល្អទៅឈរខាងអ្នកខ្លាំងមិនខុសទេកាលពីមុនឯងក៏បោកប្រាស់គេដើម្បីស៊ីដែរនៅធូរកងបាស្អីស្មានថាគ្មានពួកឯងយើងលេងមិនបានមែនទេសុំសិនចេញទៅបត់ស្ដាំទៅតាមទ្វារចំហៀងអត់មានអ្នកយាមទេចប់ទឹកបែបនេះមែន មិនបានចាអញឲ្យគេទៅឯងក៏សង្ស័យខ្លួនឯងដែរហ៎ឈប់ស្រាក់ស្ទើរទៅដុតបំវិចនេះចោលកុំឲ្យនឹកឃើញរឿងកាលពីមុនចាំខ្ញុំត្រឡប់បិសាចតូចមួយជំនួសភេឯងប្រញាប់ទៅស្លេចបិសាចអាស្វានោះបដញ្ញាថាមិនព្រមទេតើគូធ្វើយ៉ាងម៉េចថ្ងៃនេះមិនឲ្យមានឈាមនៅក្នុងវិហារទេទៅក្រោយភ្នំទៅក្រាបទូលស្ដាយក្រោយទៀតមានបណ្ដាំអីចុកក្រោយទៀតខ្ញុំជាមហាទេពស្មើមេមើលទៅដោយទៅមុខលោកចុះទៅហើយខ្ញុំស្ដាប់ឮអស់ហើយលើកនេះលោកនិយាយដល់ខ្លួនឯងលោកថាលោកជាមហាទេពស្មើមេឃខ្ញុំមិនដឹងថាពួកលោកកំពុងតែសម្ដែងអីទេប៉ុន្តែអ្វីដែលខ្ញុំមិនយល់នោះគឺហេតុអីបានជាលោកចង់ឲ្យខ្ញុំស្លាប់យ៉ាងណាខ្ញុំជាមិត្តទ័ពទី2របស់សម្បុកឆ្កែដែរចាក់ការបិសាចទូចតាចដូចជាពួកឯងនិយាយដូចបកជែងចឹងបើជុំសាក់នេះទៅក្បាលគោគ្មានគូព្រៀបគេស្លាប់ហើយទៅគោតែស្លាប់ហើយក្បាលគោគ្មានគូព្រៀបក្បាលគេរឹងជាងក្បាលឯងទៀតរឹងដូចដែកថែបប្រក់ហ៎ប្រក់
ចាត់លែងយើងទៅលែងយើងទៅលែងយើងទៅលែងគេទៅ ប្រើថ្មតូចតាចមួយនេះចាំបីប្រហាយូរ ចាំមួយនេះវិញ ឥឡូវនេះគួរធ្វើយ៉ាងម៉េច អាចទៅយកកំពីធម៌បាននេះ គុំចេះតែសួរសំណួរនេះទៀតផ្លូវនេះទៅមិនរួចទេ ទេពួកយើងទៅយកកំពីធម៌ ព្រះយូឡាញពិតជាស្គាល់សុនអ៊ូខុងមែនណាទៅយកយ៉ាងម៉េចទៅ ពេលនេះពួកយើងបាច់បន្លំជាពួកគេទេទៅដោយខ្លួនឯងហេតុអីពួកគេអាចទៅបានឬឲ្យពួកយើងទៅបាន ថ្ងៃ15កើតពេញបរមីការបូជាក្មេងៗសូមស្ដេចបិសាចយាងស្រង់ទឹកដូរព្រះភ័ក្ត្របិសាចចិញ្ចាំលឺកនឹងស៊ីក្មេងៗហើយធ្វើយ៉ាងម៉េចទៅ បើមិនជួយក្មេងៗទៅយកកំពីធម៌មានន័យអីក្មេងៗទុកនេដាខ្ញុំដឹងនៅក្នុងគុកឃុំជាមួយខ្ញុំ ទីនេះមានកងទ័ពយាមតឹងតែងណាស់តើជួយយ៉ាងម៉េច ក្រែងពីមុនឯងធ្លាប់កាត់រោមគេធ្វើពុកមាត់ហ៎លើកនេះឲ្យគេខ្ចីរបស់ឯងម្ដងទៅ ចិញ្ចាំធ្លាក់ដែរទេ អត់ទេ ហេតុអីបិសាចស្វានៅលើគេ គេស្គាល់ផ្លូវ អីចុះហេតុអីបានជាខ្ញុំនៅក្រោមគេ ឯងខ្លាំងដោយសារស្ពីមកវិញធ្ងន់ទាំងនោះបត់ស្ដាំប្រយ័ត្នជន់ដើរជន់ដើរ ព្រះអង្គ អេ ដល់ពេលហើយទៅយកក្មេងៗមកស្ដេចបិសាចមិនអីទេ បើកទ្វារ ចាប់ទៅអេលើកដៃខ្ពស់បន្តិចទៀតអេដៃរបស់ឯងយ៉ាងម៉េចហ្នឹងលើកមិនរួចហ៎ ស្ដេចបិសាច ព្រះអង្គទូលបង្គំកំពុងតែបង្ហាត់ពួកគេធានាថាថ្ងៃស្អែកប្រកាសជាល្អឥតខ្ចោះដឹងយើងដឹងហើយស្ដេចបិសាចប្រាប់ពួកយើងក៏បានដែរមិនបាច់មកដល់ខ្លួនឯងទេពួកយើងនឹងជួយស្ដេចបិសាចទៅដល់ផ្ទាល់ស្ដេចបិសាចនោះជាទីធ្លាខាងក្រោយអាសនៈនៅខាងមុខឯនោះស្ដេចបិសាច ឯងយើងស្ដេចបិសាចមិនក៏មានបន្ទុករដុបបែបនេះខ្លាមធំព្រះអង្គចង់យើងទៅណាគឺទៅហ្នឹងត្រូវកែពួកឯងប្រាប់ដែរមែនទេលោកទៅរៀបចំអាសនៈទៅឈប់ដើរតាមព្រះអង្គទៀតមែនទេព្រះអង្គក្រាបទូលហើយចោះខ្ញុំមកពីណាទៅនឹងវិញទៅល្អណាស់
ទៅជាមួយគ្នាទៅ ខ្ញុំនៅចង់មកស្លាច់ខាងចេញ ថ្ងៃក្រោយជួបគ្នា ពួកយើងនៅពេញៗទៅណា កាន់តែឆ្ងាយកាន់តែល្អស្អែកស៊ូនអ៊ូខុងមកដល់ហើយ ពួកឯងក្រាបទូលដូរសម្លៀកបំពាក់ ក្រាបទូល ស្ដេចបិសាចសម្លៀកបំពាក់បាត់ទៅហើយ ក្រៅបីនេះឯងគេក្អាងណាស់ហើយនេះមិននិយាយស្ដេចបិសាចហើយណាក្មេងៗមិនបិសាចយកទៅទៀតហើយនៅជាមួយយើងច្រើនឆ្នាំហើយគ្រាន់តែមុខយើងក៏ចំណាំមិនបានដែរអ្នកណាហ៊ានបំផ្លាញរឿងល្អរបស់យើង ឆាប់ក្រោកឡើង រួមគ្នាទៅ ឆាប់ទៅ ឆាប់ទៅពួកឯងទៅមុនទៅ ហើយចុះឯង ឯងភ្លេចហើយខ្ញុំមានស្នៀតចុងក្រោយ ក្រែនិយាយថាក្បាច់នេះមួយជីវិតប្រាប់បានតែម្ដងទេ គឺពេលនេះហើយ ពួកយើងទៅ ការពិតគឺឯងសោះស្រាអញ្ជើញមិនផឹកចង់ផឹកស្រាពីនៃឆាប់ប្រគល់ក្មេងៗឲ្យយើងភ្លាម ត្រូវឆ្លងកាត់ខ្ញុំមុនសិន ឆ្លងកាត់អីឯងអាចធ្វើស្អីបាន មើលទៅខ្ញុំមានស្នៀតចុងក្រោយមួយនេះមានន័យថាហាត់យុទ្ធសិលបានត្រឹមត្រូវហើយមើលទៅនេះជាព្រំលិខិតហើយថ្ងៃនេះខ្ញុំត្រូវប្រើលើឯង ស្នៀតចុងក្រោយឯងមានស្នៀតចុងក្រោយស្អី ទុំព្រះច័ន្ទព្រះអាទិត្យផ្កាយរះជាជួរផ្លាស់ប្ដូរគ្រប់យ៉ាងពពកនឹងភ្លៀងធ្លាក់មកមើលតាមចិត្ត Uầy, chỗ tư. Kebareng men. Anh chạm mưa từពេលសុនkhôngមកដល់ឯងចំខាតទីធ្វើអាក្រក់ប្រយ័ត្នធ្លាក់នៅរក18ជាន់ យើងបញ្ជូនឯងទៅឋាននរកមុន ជប់សិនប្រងតោះឲ្យទូបង្គំចាត់ការគេមេឃដីវិលជុំប្រច័នព្រះអាទិត្យរះកាយរះជាជួរផ្លាស់ប្ដូរគ្រប់យ៉ាង
ai khăn chân tách ban thế មើលក៏ឯងដឹងថាស្និទ្ធចុងក្រោយពាក់ព័ន្ធនឹងរួមបញ្ចូលគ្នាខ្ញុំដែរប្រាប់ឯង ខ្ញុំ ផង ទៅតែឯងលើកទី1ហើយពុកឯងស្វឹងស្រាងឲ្យប្រាប់ខ្ញុំ ឯងដឹងថាប្រើស្និទ្ធនេះហើយពួកយើងខ្លាចជារូបរាងដើមទី នឹងតាតាមមានវិធីអីទៀតខ្ញុំចង់មានជីវិតអមតៈខ្ញុំមិនឆាប់ខ្លាចជាទេវតាឯងថាតើមើលតាខ្ញុំសំណាងទេ ព្រោះនិយាយអស់ចិត្តហើយលើ ដូច្នេះឯងមកជួយខ្ញុំ ប៉ុណ្ណឹងហើយមិនតច្បាស់ទៀតហ៎ ចង់បោកប្រាស់យូរ vậy mà ban 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 យើងចាប់បាច់ដែរ học càng lọ đầu hả Xưa trong con anh mình ấy của cha thế tôi chỉ pin nè dương rụp lại kia còn mình chỉ nè kia đó ឯងស្ដាយក្រោយមើលទី ơi được ai cả bầm phật nó pin đầm bố mình cua squat ấy ឯងរស់នៅបានគឺល្អហើយសមត្ថភាពក្រត់បើពួកឯងចង់បានអី បើ ទៀ គុំ ត ទៅស្និទ្ធចុងក្រោយនេះមានពេលកំណត់ខ្ញុំច្បាស់ជាមិនចូលចាញ់ឯងទេ ចិត្តងាប់ហើយនៅមាត់រឹងទៀត nằm ở khu nhà thôi tạm chất មិនក៏ឯងចេះស្និទ្ធនឹងដែរ chết say từ ស្និទ្ធរួមបញ្ចូល ពួកឯង5 ពេលណា ថ្ងៃនោះនៅផ្ទះឯងពួកឯងស្វឹងស្រាងក៏និយាយប្រាប់ខ្ញុំ ពុក ហេក្មេងៗនេះណាលាក់ទុកអស់ហើយ អ្នកនៅឯណា មិន អាច5 ឯង ចុះពួកឯងងាប់ជាមួយគ្នាទៅ អេនោះគឺជាខ្ញុំទេ ai chặt thế gì ខានលៀង3ខែហើយចូលបោ ចោលខ្មៅជ្រាបចូលព្រះអាទិត្យ ដល់ទៅមកមុខឲ្យឯង របស់អន់នេះពិតជាអស្ចារ្យមែនកុំឲ្យគេចាប់អារម្មណ៍ ចិត្តភ្លឺហើយផែនការត្រូវបំផ្លាញអស់មិននឹកស្មានថាពួកអត់បានការបង្ក្រប់នោះបង្ខំមកយើងប្រសិទ្ធចុងក្រោយពួកឯងមានសមត្ថភាពប៉ុណ្ណា មានរឿងអីហ្នឹង យ៉ាងម៉េចនោះ ពួកយើងជិតអស់ពេលហើយគ្រប់គ្នាមានប្រមាណបញ្ចេញអស់មក យើងទៅហើយ គីគួ
ai chặt cá trương ឡោះខ្ញុំទ្រាំដាច់បានហើយ ឡប់ទាំងអស់ប្រឆាំងត្រូវតែវិ ជ្រុក និ ព្រៃ ច្ឆ័យ បាធំ ហេគិងគួរយើងមិនយល់សោះតើចង់បានអី ខ្ញុំចង់បានរស់នៅជីវិតដែលខ្ញុំចង់បាន គ្រាន់តែជាក្មេងប្រុសម្នាក់ប៉ុណ្ណោះដល់ពេលហើយមើលទៅមកជាតិនេះយើងកំពីធំបានទេឯងថាទៅមើលពេលពួកយើងខ្លាចជាសត្វវិញនៅស្គាល់គ្នាទៀតទេ ឆាប់រនឹកទៅមានរូបនាងបែបណាឯងថ្មិញលើកបន្តិចឯងភ្នែកធំមកខាងតូចមកខាងឯងគូតក្រហម ឯងទើបមានគូនក្រហមខ្ញុំជាស្វាធំ យើងអាចត្រូវនិយាយបើឃ្លាថាមហាទេពស្មើមេឃចាំមើលតើទៀតអត់ មិនយុត្តិធម៌ទេជាតិនេះសម្រាប់អីក៏មិនបានសោះ អើយជាតិក្រោយសង្ឃឹមថានឹងកើតក្នុងគ្រួសារល្អជាងនេះណែខ្ញុំមិនតន់ដឹងឈ្មោះពួកឯងទេ បើដោយខ្ញុំឈ្មោះ គួរឲ្យស្រឡាញ់មែនការពិតគេឈ្មោះសូមឲ្យពួកឯងជាតិក្រោយឲ្យនិយាយច្រើន អ
យើងចាត់ឯងមកជួយខាងជ័យបំពេញភារកិច្ចលំបាកមួយគ្រាន់បើឯងមកហុកក្មេងៗនៅទីនេះ កណាលែងហ៊ានហើយសូមបបព្រះពុទ្ធសាសនាទៅអាកម្មម្ដងទៅ សមត្ថភាពឯងគួរឲ្យបារម្ភមិនមែនគូប្រយុទ្ធរបស់ស៊ុនអ៊ូខុងទេយើងបានមកចូលមហិទ្ធិឫទ្ធិខ្លះក្នុងខ្លួនឯងថែមទាំងអត់ចង្កឹះមាសថងចាប់មនុស្សរៀបចំរបស់ទាំងពីរនេះឲ្យល្អកុំឲ្យមានកំហុស អរប្រគុណព្រះពុទ្ធសាសនាអរប្រគុណកណាទៅរៀបចំភ្លាម បាបកម្មនេះមិនអាចអត់ឱនយើងក៏ត្រាក់ទុកសិនចាំທາງជ័យនឹងសិស្សគេទាំង3ចេញទៅចាំត្រឡប់មកទទួលទូ កណាព្រះពុទ្ធសាសនាចុះ4អ្នកនោះក៏យ៉ាងម៉េច អូខុងឯងមើលអីនៅខាងមុខនោះទៅលោកគ្រូមានវិហារមួយមើលទៅដូចជាវត្តលៃអ៊ីងប៉ុន្តែដូចជាមានតម្រុយគ្រោះថ្នាក់ខ្លាំងបើមានលៃអ៊ីនអញ្ចឹងមានលីងសានហើយយើងធ្វើដំណើរឆ្លងកាត់ភ្នំនិងទន្លេទីបំផុតដល់ហើយឆាប់ដើរទៀតទៅអីកូនជ្រូកនេះគួរឲ្យស្រឡាញ់ខ្លាំងណាស់ដូចកាលនៅខ្ញុំទៅអញ្ចឹង បងស្វាបងធ្វើអីនឹង ឥឡូវទាំង4នាក់នេះរូបនេះអាចជួយបានពួកអាចយកម្នាក់មួយសរសៃទៅឆាប់ឡើងបងស្វាទៅហើយ 大哥，我好后悔，就差一口。要是你当时也喝了那一口，就能像我一样修得不死之身呐。世道不易，做狗好难。大哥，我一定要找到那个假孙悟空，替你报仇。山高水远道长，一路踉踉跄跄，冷饭就一口梦想，割疼了脚掌。这一路走得有模有样，我假装豪情万丈，掩盖着遍体鳞伤。做成了干粮，缝进了我的粗布行囊。我说嘿，别慌，我的战术宿命无法阻挡，用全部的力量给自己，给命运，给他们嘲笑的目光。
要是怪又怎样？抬起头，浩浩荡荡，翻过虚假的战场，现实的巨浪，活出自己喜欢的模样，迎合尘埃的重量，寂寂无名也有光，手心命运的掌纹通向彼岸，回头看日夜繁忙，山花绽放。别慌，我的战术宿命无法阻挡，用全部的力量给自己，给命运，给他们嘲笑的目光。只要是怪又